ហើយតើមេគាពធជួយសម្រួលចិត្តយើងយ៉ាងណាខ្ញុំគិតថាស្របពេលដែលស្រុកទេសយើងមានសភាពវឹកវរផ្នែកជេរដែនយ៉ាងហ្នឹងអ្វីដែលសំខាន់គឺការប្រព្រឹត្តពធនឹងកាន់តែមានសារៈសំខាន់តិចច្រើនក៏ត្រូវតែប៉ះពាល់ទាំងផ្នែកសេដ្ឋកិច្ចទាំងការងារទាំងតំណែងអីវាត្រូវតែប៉ះពាល់ហើយមកផ្លូវចិត្តរបស់យើងខ្សោយទៀតអានឹងកាន់តែវឹកវរយើងម្នាក់មិនមានទូនាទីជាអ្នកគ្រប់គ្រងប្រទេសក៏ដោយក៏មានទូនាទីគ្រប់គ្រងនគរកាយនៅក្នុងពធណានៅក្នុងពធលោកឧបមាថាខ្លួនយើងនេះជានគរកាយដែលមានព្រះរាជាមួយអង្គឈ្មោះប្របាទចិត្តរាជចិត្តរាជគឺចិត្តយើងហើយនគរហ្នឹងមានផ្ទៃដីប្រមាណជាប្រវែងមួយព្យាមទៅទឹងមហាត់កម្រាស់មួយចាអាមជាទៅវិញវាស់មើលត្រូវអត់នគរមួយហ្នឹងហៅថានគរកាយហើយនគរហ្នឹងមានទ្វារ9ទ្វារ9មកកណាត់លើនេះទ្វារ7ហើយនៃ2តិច2ចំមុខរុន2មាត់មួយខាងក្រោមទ្វារ2ទៀតហើយមានប្របាទមួយអង្គឈ្មោះប្របាទចិត្តរាជជាអ្នកគ្រប់គ្រងគឺចិត្តនឹងឯងហើយដែលមានរាជអាមាត្យអ្នកធ្វើការជាមួយស្ដេចហ្នឹង52នាក់ដែលចែងជា3ក្រុមណាមានក្រុមខាងអាក្រក់ហើយមានក្រុមខាងល្អមានក្រុមចាំតតាមគេណាខាងណាខ្លាំងទៅខាងហ្នឹងអញ្ចឹងណានៅក្នុងចេតសិកតិចយល់អីផ្សេងចេតសិកដូចជាអកុសលចេតសិកហ្នឹងដូចមន្ត្រីអាក្រក់ក្នុងចិត្តហ្នឹងហើយក្រុមមន្ត្រីល្អមាន25ហត្ថសោបនៈចេតសិកមានសទ្ធាសតិហេរិអត្តបៈអីជាដើមហ្នឹងហើយមាន13ទៀតហ្នឹងអត់ទេអត់ច្បាស់ខាងណាទេខាងណាខ្លាំងទៅខាងហ្នឹងហៅថាអញ្ញសមានាហើយលោកបញ្យល់ថាកាលណាបើព្រះរាជានឹងបានអនុសាសន៍អំពីមន្ត្រីល្អព្រះរាជានឹងសម្រេចបតីត្រូវធ្វើឲ្យនគរនឹងរុងរឿងកាលណាព្រះរាជានឹងត្រូវបានមន្ត្រីអាក្រក់14នាក់នឹងចាក់ចុចទៅព្រះរាជានឹងសម្រេចចិត្តខុសធ្វើឲ្យនគរនឹងមិនរុងរឿងទេនគរកាយហ្នឹងណាហ្នឹងហើយមន្ត្រី14នាក់ហ្នឹងវានឹងញុះញង់ឲ្យទៅធ្វើអាក្រក់តាមទ្វាកាយតាមទ្វាវាចាតាមទ្វាចិត្តហើយមន្ត្រីល្អនឹងឲ្យអនុសាសន៍ឲ្យជាប្រឹក្សាយោបល់ឲ្យធ្វើល្អកាយតាមវិញ្ញាតាមចិត្តទោះជារឿងកើតឡើងយ៉ាងណាក៏ដោយក៏រឿងទាំងអស់នោះវាមកតាមភ្នែកតាមតិចតាមច្រមុះតាមអំណាចតាមកាយតាមចិត្តដែរហ្នឹងហើយដូច្នេះក្រៅពីការងារគិតគូររឿងស្រុកទេសហើយកុំភ្លេចការងារគិតគូរព្រំដែនរបស់យើងគឺព្រំដែនភ្នែកតិចច្រមុះអណ្ដាតកាយចិត្តមែនទែនទៅការទូនមានអប់រំផ្លូវកាយវិជាចិត្តនេះមិនចាំបាច់ទល់តែស្រុកកើតសង្គ្រាមទេពេលណាក៏ដោយគ្រប់ពេលហើយមិនមែនថាទូនមានហ្នឹងសម្រាប់ទប់ទល់ពេលមានសង្គ្រាមឬក៏ពេលអត់សង្គ្រាមអត់ទេពីព្រោះពេលណាចៅខាងក្រៅអាចមានពេលមកអាចមានពេលឈប់ប៉ុន្តែចៅខាងក្នុងនេះមកអត់លះហើយមែនទេមានរឿងខ្លះពិបាកជាងសង្គ្រាមជ័យដែននឹងទៀតអ្នកយើងម្នាក់ដូចអ្នកមកជួបខ្ញុំព្រឹកមិញអញ្ចឹងនោះមិនមែនជាសង្គ្រាមជ័យដែនទេគឺសង្គ្រាមផ្ទៃក្នុងផ្ទៃគាត់នេះហ្នឹងហើយប្តីមានខាងក្រៅពី3នាក់ទៀតនេះគ្មានអាណាវ័យទេតែខាងក្នុងនេះហើយទៅច្បាំងមួយណាគេអាហ្នឹងអាចកើតមានទេតិចខ្ញុំមើលមុខមានដែរចុះហ្នឹងហើយអញ្ចឹងសេចក្តីទុកមានពីរគឺទុកផ្លូវកាយហើយនិងទុកផ្លូវចិត្តដូចខ្ញុំផ្ដើមពីខាងដើមអញ្ចឹងថាទោះជាមានពេលខ្លះយើងរស់នៅក្នុងប្រទេសសុខសន្តិភាពយ៉ាងណាក៏ដោយប៉ុន្តែបើមិនទូនមានចិត្តនេះឲ្យល្អទេអាចកើតក្តៅកាហាយនៅពេលដែលសុខសន្តិភាពនឹងឯងហ្នឹងហើយប៉ុន្តែការដែលអប់រំចិត្តបានល្អព្រះអង្គសម្ដែងចេះទៅវិញថាយេស្មង្កតេសេកបេតវិសិទ្ធអ្នកដែលមានចិត្តអប់រំបានល្អហើយទោះរស់នៅកន្លែងណាតំបន់ណាតែងធ្វើកន្លែងនោះស្រុកនោះឲ្យល្អដូចជាភមរៈជាតិទៅក្រេបការណាតែងតែធ្វើការហ្នឹងឲ្យល្អឡើងចេញផ្លែដោយល្អហើយភាពស្មោះត្រង់ការអនុវត្តតាមកម្មបទខ្ញុំគិតថាសំខាន់ណាស់
ហើយបើស្រុកកាន់តែកលយុគការអនុវត្តពធក៏កាន់តែសំខាន់ទៀតពីព្រោះអីនៅពេលដែលស្រុកកាន់តែលំបាកដោយពាក្យគេថាចេះមិនឈ្នះចង់ត្រង់មិនឈ្នះទាល់មានពេលខ្លះយើងនិយាយថាសត្រូវខាងមុខសនុកតែសត្រូវពីក្រោយពិបាកឧទាហរណ៍ថាបងប្អូនវិរៈកងតបចុះគាត់អាឡ័យទៅទប់ទល់លនោះហើយនៅនេះគេលួចស្អីផ្ទះគាត់អស់អាហ្នឹងអាក្រក់ជាងសត្រូវខាងមុខទៀតណាមែនទេអញ្ចឹងមិនមែនមានភារៈតែវិរៈកងតបទេយើងខាងក្រោយក៏មានភារៈត្រូវតែច្បាំងជាមួយនឹងកិលេសក្នុងចិត្តរបស់យើងកុំប៉ះពាល់ទ្រព្យសម្បត្តិគាត់ឃើញទេនឹងមិនត្រឹមតែមិនយករបស់គាត់ទេជួយការពារទៀតហ្នឹងសំខាន់ណាស់ហ្នឹងហើយលោកគាត់មកវិញទៅច្បាំងមកវិញគេយកអស់លីងអាហ្នឹងមានទឹកចិត្តទៀតទេអត់ទេដូច្នេះយើងទាំងអស់គ្នាសិតតែមានកាតព្វកិច្ចដើម្បីភាពសុខដុមរមនាក្នុងសង្គមពីផ្ដើមឡើងដល់ទាំងអស់គ្នាដោយចំនួនបងអូនខាងដើមមិញសួរតែខ្ញុំត្រូវយកកូនប្រមាណហ្នឹងស្រុកយើងមិនអាចរីកចម្រើនដូចខ្ញុំមានកូនច្រើនទេហ្នឹងហើយគឺត្រូវការប្រជាជនល្អភាពស្មោះត្រង់ការចេះស្គាល់គ្នាយោគយល់គ្នានឹងសាមគ្គីក្នុងសហគមន៍នឹងឯងពីព្រោះមិនមែនថាវាមិនមែនជាការងាររបស់យើងអ្នកគ្រប់គ្រងប្រទេសផងយើងទៅខ្វល់អីរឿងហ្នឹងយើងមិនអាចនិយាយចឹងបានទេការដែលយើងគ្រប់គ្រងគ្រួសារឲ្យបានល្អគ្រប់គ្រងកាយវិការចិត្តរបស់យើងឲ្យបានល្អហ្នឹងគឺកាត់បន្ថយភាពរវល់របស់អ្នកដឹកនាំច្រើនណាស់ប៉ុន្តែបើយើងគ្រប់គ្រងកាយវិការរបស់យើងម្នាក់អត់បានល្អកាន់កំភ្លើងញ៉ៃញ៉ៃដើរវៃដើរកាប់ដើរចាក់វាផ្ដល់ភាពញ៉ៃញ៉ៃដល់សង្គមនេះញ៉ៃញ៉ៃហ្នឹងយើងមិនពិចារណាយើងអត់ជ្រះថ្លានឹងអ្នកមានសិលទេតែបើយើងសិក្សាបន្តិចបើយើងជ្រះថ្លានឹងអ្នកមានសិលលោកម្ចាស់គង់ស្ងៀមចឹងមែនតែលោកអត់មានផ្ដល់ភាពញ៉ៃញ៉ៃដល់យើងឃើញទេរហូតដល់ព្រះអរហន្តខ្លះលោកទៅសិក្សាលោកទៅប្រតិបត្តិទៅលោកក្នុងព្រៃយូរលោកចុះមកម្ដងគេជ្រះថ្លាគេអបអរសាទរគេថ្វាយបង្គំអមិនក៏គេទៅជ្រះថ្លាថ្វាយបង្គំអញ្ចឹងលោកមិនមែនអត់ការងារទេលោកមានការងារគឺច្បាំងកលេសក្នុងចិត្តរបស់លោកហ្នឹងហើយលោកមិនមែនបានតែភាពតិចនៅក្នុងប្រតិបត្តិរបស់លោកទេលោកផ្ដល់ភាពញញឹមលោកផ្ដល់ភាពសុខដុមរមនាដល់អ្នកដែលធ្វើទានជាមួយលោកទៀតឃើញទេហ្នឹងហើយអញ្ចឹងបានខ្ញុំតែងតែប្រៀបធៀបថាប្រជាជនម្នាក់មនុស្សម្នាក់មិនមែនចំការទាំងមូលទេក៏ប៉ុន្តែចំការទាំងមូលវាកើតពីដើមដំណាំមួយហ្នឹងឯងនឹងមានទេខ្លះយើងគ្រាន់តែធ្វើជាឪពុកល្អម្នាក់ធ្វើជាស្វាមីល្អម្នាក់ក៏ឈ្មោះថាកំពុងតែទម្លាក់កោសិកាល្អចូលក្នុងសង្គមនឹងឯងអញ្ចឹងណាមិនមែនពលកាន់តែភ្លើងគ្រប់គ្នាបានឈ្មោះថាស្នេហាជាតិទេគ្រាន់តែធ្វើឪពុកម្នាក់ទូមានអប់រំកូនឲ្យកូនដោះបានល្អកូននឹងខ្លាយជាសសរទ្រូងរបស់ជាតិថ្ងៃក្រោយឃើញសិទ្ធិជាការជួយជាតិទេនេះជាការយល់ឃើញរបស់ខ្ញុំអញ្ចឹងអត់អង្គុយប្រសិនបើខ្ញុំជានាយករដ្ឋមន្ត្រីអត់ទេខ្ញុំគិតថាបើខ្ញុំជាអ្នកនិយាយធម៌ខ្ញុំគិតត្រឹមប៉ុណ្ណឹងខ្ញុំមកនិយាយដែរពួកខ្ញុំអត់មានឱកាសធ្វើនាយករដ្ឋមន្ត្រីខ្ញុំដឹងបានធ្វើនិយាយធម៌ខ្ញុំនិយាយធម៌គឺធ្វើអីដែលអាចធ្វើទៅបានព្រះសម្មាសម្ពុទ្ធឲ្យគិតនៅក្នុងវិស័យឃើញទេរឿងល្អប៉ុណ្ណាក៏ដោយបើគិតហួសវិស័យចាត់ជារឿងមិនបានការអញ្ចឹងต้องឲ្យគិតនៅក្នុងរឿងវិស័យដូចជាវិស័យ5អីអាគិតឲ្យធ្វើមិនកើតគិតឲ្យទៅមិនដល់បងមកឲ្យគិតទេទីមួយពុទ្ធវិសយោពុទ្ធវិស័យទៅព្រះអង្គនឹងមានបញ្ញាញាណប៉ុណ្ណាយើងទៅស្ទាបបញ្ញាព្រះអង្គមិនរៀនតែកម្មបត់ដល់ចេះផងចង់ដឹងតែព្រះអង្គប៉ុណ្ណាឃើញទេបងថាទៅអង្គុយគិតយូរទៅឈួតទី2ឈានវិសយោវិស័យអ្នកបានឈានចេះប្រើរឹតអីចេះតើគេយ៉ាងណាអាហ្នឹងមិនមែនវិស័យរបស់យើងទេទី3លោកតែចិនដាមានតែគិតវិស័យលោកនេះលោកនឹងនាទីបំផុតត្រឹមណាជើងមេឃត្រឹមណាគិតអត់ប្រយោជន៍ហើយមួយទៀតផលវិបាកកម្មហ្នឹងគឺផលវិបាករបស់កម្មអញ្ចឹងមកវិបាកអីមកពីកម្មអីអង្គុយយូរ stress កម្មអីខ្ញុំធ្វើតែល្អមិនក៏ប្តីមានស្រី stress អាហ្នឹងខ្ញុំឃើញច្រើនណាស់ឯនេះគិតសាររឿងអត់គួរគិតតិចត្រូវច្រើនហ្នឹងហើយធ្វើល្អហើយមិនក៏ចេះតែអញ្ចឹងដូចទាំងភាសាគ្នាព្រឹកនេះធ្វើល្អបានល្អហ្នឹងពាក្យហ្នឹងត្រូវអត់មានអីខុសទេគឺវាបានអាល្អហ្នឹងឯងវាមានមិនល្អឯណាប៉ុន្តែដោយសារយើងធ្វើល្អយើងចង់ដូរមកវិញហើយវាមិនដូរចង់យើងថាធ្វើល្អអត់បានតាមពិតល្អឯហ្នឹងព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាសនខតាំងសម្ញកលំសុភភាតាំងសហតិតាំងសុខណោសមហតោចសយិទ្ធំព្រះម្ចាស់រិសពពេលណាដែលសត្វទាំងឡាយធ្វើល្អដោយកាយវាចាចិត្តពេលនោះគឺជានក្ខត្តរិកល្អជាពេលភ្លឺស្វាងល្អជាពេលនៃអរុណរះល្អជានក្ខត្តរិកល្អទៀត
nhé ôi ta lọt phơi lọ ai lọ mền nọt và có tết thật phơi lọ bơ lọ cứ lọ hai bên tay tại sao dân phơi lọ dân thay dân phơi lọ tay dân sừng cơm phòn thì ha tự bậc kênh cho han lô chứ sừng cơm tha tự với euro sim nhân ban này chân cái lô mình nè hay ra nhập ấy mình nè khăn tim sai ná tự bậc kênh lỗi cho lụa đầy đạch trong lụa đầy đạch với cô tự nè sai mình chỉ cầm mình này nó cái kia nó không rương này nè tăng bất phơi lọ cứ lọ hai tay dân mình con vô thì xịt đây lọ cứ dạng này ưu tiên họ thà chất việc bồng rong và căn cả là vấn đề là cực tích đích hay muốn trong môi côn chẳng trong đã cái hàng lơ chẳng tới anh cuối trong cái chọc hà tập cái trong cái phơi của bông tức trong giữa từ cao từ đâu chẳng tới cái bay của bao thôi nhung từ bay của bao chấm bật tam xịt đây và cắn với cua từ cắn đó mình đấy vấn đề dân cực thắng mấy hay ọt đằng này bây giờ cái thằng mấy ọt đăng phần năng đó chặt ọt bạc can năng cà láng vừa là ó đấy chặt đó lò hay là ó bên năng cà tục đấy ọt đấy khi là ó ấy nè vấn đề có cái to từ tiền thang từng muốn đay của phần năng này ba mẹ côn anh bay chẳng lô thành này là tây màu bay chẳng phải chứ mình là ó chẳng này tao vì mau biết từng muốn đay để kịp tác rồi còn mau biết xịt đây bạc can là không chẳng đây bạc can thời nhỉ thình của ông rô khơi nhé tay và thôi dân giúp tôi hương ăn rau đúng không màu bị viền chăng mặt cho mình sọc chặt thấy nhé hai oi thì dân túc xịt đây sọc mà lên này là tay oi dừng không miên xịt đây sọc mà vô thì nắm ạ cô tiêu hoa thác bởi khi giờ sao bàn sọc kia nên tê ọt sọc mà chỉ biết nó không miên tê xịt đây sọc tay xịt đây sọc từ sang từ hàng nồng nâng bàn chia xịt đây sọc đá thật thêm mòn toàn bàn sông nhẹ sườn núi vàng nhẹ nhẹបាទសូមថ្លែងគុំដល់លោកចាស់គ្រប់អង្គហើយនឹងសូមជម្រាបសួរដល់លោកគ្រូសាមវិជាហើយនឹងសូមជម្រាបសួរដល់លោកជំទាវបាទហើយនឹងសូមជម្រាបសួរដល់ក្រុមញាតិធម៌ទាំងអស់បាទខ្ញុំបាទសូមមានសំណួរពាក់ព័ន្ធនឹងបាណាទេបាទខ្ញុំចង់សួរថាក្រុមហ៊ុនដែលផលិតចំណីសត្វមួយកន្លែងហើយនឹងក្រុមហ៊ុនហ្នឹងក៏បានមានចិញ្ចឹមដូចជាសត្វជ្រូកឬក៏មាន់បាទអញ្ចឹងនៅក្នុងម្ចាស់ក្រុមហ៊ុនហ្នឹងគាត់មានទាំងប្រធានគ្រប់គ្រងទូទៅនៅក្នុងក្រុមហ៊ុនអញ្ចឹងមានទាំងអ្នកកាន់ទីផ្សារហើយនិងអ្នកកាន់ខាងផ្នែកខាងដឹកជញ្ជូនអញ្ចឹងអ្នកដែលកាន់ទីផ្សារនោះគឺគាត់បានបញ្ជាទៅខាងអ្នកដឹកជញ្ជូនបាទស៊ីឈ្នួលដឹកជញ្ជូនសត្វជ្រូករស់មកទីកន្លែងសត្វឃាតបាទតាមខាងតិថិជនដែលគេកំងអញ្ចឹងខាង logistics ដែលជាក្រុមហ៊ុនចំណីសត្វហ្នឹងគាត់ក៏បានជួលអ្នកដែលដឹកសាច់ជ្រូកដែលគេស្លាប់ហើយសាច់ជ្រូកដែលគេសម្លាប់ហើយដើម្បីទៅចែកចាយនៅខាងទីផ្សារបាទអញ្ចឹងសំណួរដែលខ្ញុំចង់សួរថាតើអ្នកដែលពាក់ព័ន្ធនឹងបាណាដេបាតើមានក្រុមពាក់ព័ន្ធណាខ្លះទី1គឺខាងតកែក្រុមហ៊ុនទី2គឺខាង General Manager នៅក្នុងរោងចក្រទី2គឺខាងទីផ្សារទី3គឺខាងផ្នែកខាងlogistics ដែលបញ្ជាឲ្យខាងដឹកជញ្ជូនជ្រូករស់ទៅកន្លែងកសិដ្ឋានទី3ខាងlogistics គាត់បញ្ជាទៅខាងដឹកជញ្ជូនជ្រូកដែលស្លាប់ហើយទៅចែកចាយទៅឲ្យតាមដែលគេកំងបាទហើយទីបន្តមកទៀតនោះគឺខាងអ្នកដែលដឹកជ្រូកដែលស្លាប់ហើយបន្តមកទៀតនោះគឺអ្នកដែលទីផ្សារកណ្ដាលដែលបញ្ជាទិញដែលគាត់កំងជ្រូករស់ពីខាងក្រុមហ៊ុនដែលចិញ្ចឹមជ្រូកហ្នឹងអញ្ចឹងចង់សួរលោកគ្រូថាតើអ្នកពាក់ព័ន្ធទាំងអស់ហ្នឹងតើផ្នែកណាខ្លះដែលពាក់ព័ន្ធនឹងបាណាទេបាទសូមអរគុណខ្ញុំស្ដាប់សំណួរលំពណ៌ក្នុងក្បាលពួកទីផ្សារវាញ៉ៃជាងយើង
គួរពិនិត្យទៅលើចេតនាទៅឆាប់ចប់អញ្ចឹងណាបាទយើងត្រូវពិនិត្យទៅលើមច្ឆាជីវៈ5ហើយនឹងអង្គនៃបាណាតិបាតយើងមិនអាចវាស់កម្រិតចិត្តគាត់ថាគាត់ធ្វើនឹងដូចជាអ្នកដឹកជញ្ជូននឹងសុទ្ធតែបាណាតិបាតគាត់ថាមិនបានទាំងអស់ឯងពីព្រោះចាស់ជាបាណាតិបាតហ្នឹងវាទល់តែប្រកបដោយអង្គ5អញ្ចឹងណាបាណោសត្វមានជីវិតបាណសញ្ញតាសេចក្តីដឹងថាសត្វមានជីវិតវគ្គកចិត្តតាំងគិតនឹងសម្លាប់ឧបកម្មោព្យាយាមសម្លាប់ទេនមរណង្សសត្វស្លាប់ដោយការព្យាយាមរបស់គាត់ហ្នឹងហើយអញ្ចឹងជួនកាលគាត់ដឹកវាគ្រាន់តែថាជាការដឹកជញ្ជូនអញ្ចឹងទៅគាត់យកប្រាក់ខែទេណាវាអត់មានអវគ្គចេតនានៅក្នុងហ្នឹងអញ្ចឹងយើងថាគាត់ហ្នឹងដល់បាណាតិបាតទាំងអស់អត់បានទេវានៅលើការធ្វើទុកក្នុងចិត្តរបស់គាត់អញ្ចឹងណាបាទហើយបើអ្នកបជាឲ្យសម្លាប់ហើយអ្នកសម្លាប់តែម្ដងអាហ្នឹងមិនបាច់បាក់គិតទេអាហ្នឹងវាបាណាតិបាតហើយក៏ប៉ុន្តែត្រឹមអ្នកដឹកជញ្ជូនហ្នឹងយើងថាគាត់ជាប់ពាក់ព័ន្ធនឹងបាណាតិបាតដែលទាំងអស់អត់បានដោយសារវានៅលើចិត្តរបស់គាត់អញ្ចឹងណាបាទជួនកាលក៏គ្រាន់ធ្វើការងារឲ្យគេអីចឹងណាបាទនឹងជូនប៉ុណ្ណឹងបាទហើយនិយាយច្រើនគីឡូអ្នកក្រុមហ៊ុនជូបខឹងបាទហើយអ្វីដែលខ្ញុំមានសុំចែករំលែកទៀតមេរៀនប្រពុតគឺជាមេរៀនអំពីធម្មជាតិចំណេះដឹងពីធម្មជាតិប្រពុតមេរៀនប្រពុតមាន3គឺបត្រៃបដកតាមជាការបត្រៃបដកមាន3មានវិន័យសតੰនិងអភិធម្មដែលបង្រៀនអំពី3ខាងមុខដែលខ្ញុំលើកនឹងមកហើយដោយសារខ្ញុំយល់ឃើញថាលោកអ៊ំលោកពូមីងលោកយាយលោកតាឯកឧត្តមលោកជំទាវទាំងអស់មានការយល់ខុសពួកលោកយល់ថាព្រះធម៌នៅពេលដែលយើងឲ្យតែយើងស្ដាប់ឬក៏ឮដល់មិនបានយល់ទាំងអស់ពួកគាត់យល់ថាបានបនខ្ញុំចង់ដោយសារខ្ញុំយល់ថាវាសំខាន់លោកគ្រូនេះអញ្ញាតបាទអញ្ចឹងខ្ញុំសូមសួរលោកគ្រូថានៅពេលដែលមនុស្សយើងស្ដាប់ព្រះធម៌ដែលដោយមិនបានចូលឧទាហរណ៍ថាព្រះធម៌បើប្រពុតលោកទេសនាជាភាសាប្រាក្រឹតពួកការជំនាន់នោះនៅទីដែលប្រពុតluônនៅគឺនិយាយភាសាប្រាក្រឹតប៉ុន្តែបន្ទាប់មកនៅពេលដែលជាការចងក្រងជាត្រៃបិដកចងក្រងជាភាសាបាលីបន្ទាប់មកបានប្រទេសនីមួយៗបកប្រែពីបាលីនោះទៅតាមប្រទេសរៀងខ្លួនទាំងអស់គ្នាអញ្ចឹងនៅពេលដែលមនុស្សយើងស្ដាប់ពធជាភាសាបាលីដោយមិនយល់នៃសេចក្តីអ្វីទាំងអស់តើវាកើនជាប្រយោជន៍ដែរទេឬបានបនដែរទេស្ដាប់ដោយមិនបានយល់អ្វីទាំងអស់បាទហើយខ្ញុំសូមសួរមួយទៀតតើការស្ដាប់ពធដែលជាមេរៀនរបស់ពុទ្ធនេះគឺច្រើនជាងមើលឃើញថាមេរៀនរបស់ពុទ្ធមាន3មានបរិយ័តនិងបរិបត្តិបរិយ័តការរៀនពធអញ្ចឹងនៅពេលដែលយើងរៀនតែបរិយ័តស្ដាប់តែប្រសូរពធហើយភាគច្រើនស្ដាប់ដោយមិនបានយល់ទៀតហើយអត់បានទៅបប្រតិបត្តិតែវាជាប្រយោជន៍ដែរទេហើយនឹងមួយទៀតគឺថាមេរៀនពុទ្ធត្រង់អភិធម្មដែលមាន42000បឋមខណ្ឌហ្នឹងភាគច្រើនលោកបញ្ជាក់ថាដែលអភិធម្មគឺនិយាយ5ចំណុចអភិធម្មនិយាយពីកាយនិយាយពីចិត្តនិយាយពីកាយការប្រតិកម្មពីកាយនិងកាយការប្រតិកម្មពីចិត្តនិងចិត្តការប្រតិកម្មពីកាយនិងចិត្តលោកត្រង់ណៃថាអាហ្នឹងព្រោះតែបប្រតិបត្តិមិនយើងអាចយល់បានបើជាងរៀនតែមេរៀនទ្រឹស្ដីយើងអត់បប្រតិបត្តិយើងអាចយល់ទេអញ្ចឹងសំណួរខ្ញុំមានតែប៉ុណ្្នឹងសូមលោកម្ចាស់គ្រូបានបកស្រាយឆ្លើយអរគុណបាទអរគុណក្នុងការយើងលើកយកពាក្យវិទ្យាសាស្ត្រមកប្រៀបធៀបជាមួយពធយើងអាចនិយាយដោយចំណែកខ្លះប៉ុណ្ណោះបើនិយាយពីការគុំឡើងនៃរូបធាតុនិយាយដល់អាតូមអេឡិចត្រូនអីហ្នឹងក៏មិនតាន់អស់នៅពាក្យដែលព្រះអង្គសម្ដែងទេហើយរូបដែលយើងហៅថារូបដែលត្រូវសិក្សាហ្នឹងដូចជាវិការរូបហៅថាជាអសភាវៈរូបឬក៏អសលក្ខណៈរូបអីជាដើមហ្នឹងមិនអាចយកវិទ្យាសាស្ត្រយកមកប្រៀបបានទេអញ្ចឹងកន្លែងហ្នឹងជីវិតរូបគ្មានវិទ្យាសាស្ត្រណាពិនិត្យមើលឃើញទេអញ្ចឹងបានជាចាត់ទុកនៅក្នុងធម្មអារម្មណ៍រូប12ប៉ុណ្ណោះដែលចាត់ទុកថាជារូបគ្រប់គ្រាឬក៏អោឡារិករូបគឺបានដល់ភាសាទៅរូប5និងវិសយរូប7
ក្រៅពីនឹងហៅថាសុខុមរូបដូចជាឥដ្ឋិភាពរូបភាពជាស្រីនេះយើងមើលអត់ឃើញទេប្រដាប់ឆ្លោះក៏ឆ្លោះអត់ឃើញទេណាបរិស័កភាពរូបក៏អត់មានប្រដាប់វិទ្យាសាស្ត្រសម្រាប់ឆ្លោះឃើញដែរអត់ទេឃើញទេហត្ថយវត្ថុរូបក៏អត់ដែរអញ្ចឹងត្រូវសិក្សាច្រើនទៀតក្នុងពធហ្នឹងហើយលើកពីនោះទៅទៀតពាក្យថាធាតុហ្នឹងក៏មិននៅតែលើរូបដែរដូចជានាមធាតុដូចថាយើងសំណួរអីយើងសួរចំសំណួរវិធាតុ18យើងចែកមើលចក្ខុធាតុរូបធាតុចក្ខុវិញ្ញាណធាតុអញ្ចឹងនៅក្នុងវិទ្យាសាស្ត្រអត់មានរបស់ណាមួយឆ្លុះឃើញចក្ខុវិញ្ញាណធាតុទេឃើញទេអត់មានទេយើងព្យាយាមទាញបញ្ចូលបានប៉ុន្តែត្រឹមតែមកស្របគ្នាប្រហែលនេះអត់បានហើយរហូតដល់គេថា Buddhism is science ពុទ្ធសាសនាគឺជាវិទ្យាសាស្ត្រអីហ្នឹងអានឹងជាថាបានអញ្ចឹងទៅប៉ុន្តែ concept completely different ទិសដៅគឺខុសគ្នាវិទ្យាសាស្ត្រអត់មានមេគេលះកន្លែងវិទ្យាសាស្ត្រមែនទេវិទ្យាសាស្ត្រអត់មានមេគេលះកន្លែងដូចទំនើបរាល់ថ្ងៃហ្នឹងបើយើងគ្រូរាល់ថ្ងៃហ្នឹងខ្ញុំទៅបងពេទ្យឲ្យមើលឯកសារដូចជាជំងឺ autism អីរាល់ថ្ងៃហ្នឹងដោយសារតែការកើនឡើងនៃភាពទំនើបរបស់វិទ្យាសាស្ត្រហ្នឹងឯងច្រើនឡើងវិទ្យាសាស្ត្រខ្លះផ្នែកអាវុធផ្នែកអីដែលយើងខ្វល់រាល់ថ្ងៃហ្នឹងដូចបងប្អូនសៀមខាងលិចគាត់បាញ់អាផ្សែងពុលហ្នឹងមិនមែន Buddhism ទេគឺវិទ្យាសាស្ត្រធ្វើអាហ្នឹងកើតអញ្ចឹង concept របស់វិទ្យាសាស្ត្រអត់មាន eliminate defilement ទេអត់មានកាត់បន្ថយកិលេសឲ្យមានតែបង្កើនកិលេសហើយម្យ៉ាងទៀតរឿងស្ដាប់ធម៌មិនបដិបត្តិអីនេះអានឹងយើងគិតទេប៉ុន្តែធម៌ទាំងឡាយកើតពីបច្ច័យអញ្ចឹងណានៅក្នុងមានទេបើកមើលក្នុងបត្រៃបិដកលេខ41ទំព័រទី69បងសម្ដែងពីអ្នកស្ដាប់ធម៌3យ៉ាងខ្ញុំទៅនិយាយថ្ងៃមុនអត់ចាំទំព័រនោះមិនខ្ញុំចាំណាស់ទៅនិយាយថ្ងៃមុនទៅអានថ្ងៃមុនប៉ុន្តែមិនចាំជឿស្ដាប់មកដូចចេះស្ដាប់ហ្នឹងបងសម្ដែងថាអ្នកស្ដាប់ធម៌កើតជាប្រយោជន៍ឬអត់អូនសួរមិនគឺកបងនេះសួរថាស្ដាប់មិនយល់កើតជាប្រយោជន៍ឬអត់ធម៌ដែលស្ដាប់ហ្នឹងវាត្រូវមានលក្ខខណ្ឌទៀតទល់តែធម៌ហ្នឹងមានលំអបត់ដើមលំអបត់កណ្ដាលលំអបត់ចុងអាហ្នឹងដែលធម៌ដែលត្រូវស្ដាប់កើតបញ្ញាហ្នឹងមិនឲ្យតែស្ដាប់ថាធម៌ហ្នឹងស្ដាប់កើតបញ្ញាទេគឺទល់តែធម៌ហ្នឹងធម្មកថាសម្ដែងមានលំអបត់ដើមលំអបត់កណ្ដាលលំអបត់ចុងហ្នឹងហើយបើអត់មានលំអបត់ដើមបត់កណ្ដាលបត់ចុងទេស្ដាប់ទៅអត់កើតបញ្ញាទេពាក្យថាលំអបត់ដើមបត់កណ្ដាលបត់ចុងហ្នឹងអត្ថកថាលោកបញ្ជាក់ថាសីលੰអាតិសិលជាខាងដើមសមាធិមច្ឆេមច្ឆੰសមាធិជាកណ្ដាលវិបស្សនាឬក៏បញ្ញានឹងជាបរិយោសានគឺសិលជាខាងដើមសមាធិជាកណ្ដាលបញ្ញាជាខាងចុងអាហ្នឹងន័យម្យ៉ាងអញ្ចឹងធម្មកថាឯណាដែលសំដែងដោយមានលំអតាំងពីសិលសមាធិបញ្ញាមកហ្នឹងសំដែងតាមលំអានហ្នឹងបានហៅថាធម្មៈដែលសំដែងទៅដោយទេសនាពាក្យថាលំអក្នុងសាសនានឹងមានពីរលំអដោយទេសនាលំអដោយសាសនធម៌សាសនធម៌គឺជាតួពុទ្ធសាសនាទេសនាធម៌ដែលលំអមានលក្ខណៈ3លំអទី1នៃទេសនាធម៌ទេសដោយផ្ដើមដោយសិលសមាធិបញ្ញាក្នុងហ្នឹងមួយទៀតបើនិយាយពាក់ព័ន្ធនឹងប្រវត្តិរឿងរ៉ាវជាជាដកអីចាប់ផ្ដើមជានិទានជាលំអបត់ដើមអនុសន្ធិជាលំអបត់កណ្ដាល conclusion បញ្ចប់ជាលំអបត់ចុងអាហ្នឹងមួយទៀតបើទេសនាហ្នឹងមានច្រើនអនុសន្ធិដើមជាលំអបត់ដើមអនុសន្ធិបន្តមកទៀតជាលំអបត់កណ្ដាលអនុសន្ធិចុងគេជាលំអបត់ចុងអញ្ចឹងអ្នកសម្ដែងធម៌ត្រូវយល់ច្បាស់ពីអាហ្នឹងដើម្បីផ្ដល់ទិន្នន័យល្អៗដល់អ្នកស្ដាប់នៅមាន3អញ្ចឹងធម៌ដែលល្អមាន3ហ្នឹងបានស្ដាប់កើតបញ្ញាបើអត់ប្រកបដោយអង្គ3ហ្នឹងទេធម៌សម្ដែងទៅនឹងមិនអាចធ្វើឲ្យអ្នកស្ដាប់កើតបញ្ញាទេរីឯលំអនៃសាសនធម៌មានវិធីគណនាឬក៏ពរនា5លំអរបស់ពុទ្ធសាសនាមាន5ទី1លំអបត់ដើមនៃពុទ្ធសាសនាគឺដោយសិលសមាធិបញ្ញានឹងឯងបាទដោយសិលសមាធិបញ្ញាហ្នឹងហើយអញ្ចឹងបើចង់ចូលទៅដល់ពុទ្ធសាសនាមែនទេហ្នឹងគឺទល់តែឲ្យឃើញសិលសមាធិបញ្ញាអត់មានទៅឃើញតានេះធ្វើអញ្ចេះតានោះធ្វើអញ្ចឹងហើយមកពរនាថាពុទ្ធសាសនានឹងចេះអញ្ចឹងអត់ទេអត់អញ្ចឹងទេ
ហ្នឹងហើយយើងទៅវត្តឃើញតាហើយនិយាយហ្នឹងហើយមកនិយាយទៅវត្តនេះកាន់លុយវត្តនោះអត់កាន់លុយឃើញអញ្ចឹងអត់ឃើញសិលសមាធិបញ្ញាយើងអត់ឃើញអាហ្នឹងទី2ពរនីពុទ្ធសាសនាទី2សមាធិជាខាងដើមវិបស្សនាជាកណ្ដាលមគ្គជាខាងចុងហ្នឹងហើយពរនីបែបទី3វិបស្សនាជាខាងដើមមគ្គជាកណ្ដាលផលជាខាងចុងឃើញទេពរនីមួយយ៉ាងទៀតមគ្គជាខាងដើមផលកណ្ដាលនិព្វានជាខាងចុងពរនីមួយយ៉ាងចុងក្រោយគេសមាសិលសមាធិជាខាងដើមវិបស្សនាមគ្គជាកណ្ដាលផលនិព្វានជាខាងចុងអញ្ចឹងបើចង់ឲ្យឃើញទៅដល់ពុទ្ធសាសនាគឺត្រូវសិក្សាឲ្យដល់ទៅហ្នឹងបានយល់ច្បាស់បើទៅឃើញតែតាវត្តយាយវត្តទេឈឺក្បាលហ្នឹងរឿងមនុស្សរឿងឈឺក្បាលចង់រៀនទៅស្រឡះចិត្តទល់គ្រប់ស្ដាប់ធម៌មិនកើតបញ្ញាទេខ្ញុំចង់និយាយនឹងមួយទៀតស្ដាប់ធម៌ដែលកើតបញ្ញាមានលក្ខណៈ3តែស្ដាប់អ្នកទេសនាដែលមានលំអទាំង3ហ្នឹងផងបើទេសអត់មានលំអ3ហ្នឹងទេទៅស្ដាប់មិនក៏អត់កើតបញ្ញាដែរចាបងថាអ្នកស្ដាប់មាន3ប្រភេទទី1ស្ដាប់ដោយក្អមផ្កាប់ចឹងដោយក្អមផ្កាប់ចឹងក្អមផ្កាប់ដែលយើងយកទឹកយកទៅចាក់ចូលទៅក្នុងឯងអត់ទេចឹងព្រះអង្គថាអ្នកស្ដាប់ហ្នឹងអត់យកចិត្តទុកដាក់អត់ធ្វើទុកក្នុងចិត្តដោយយកចិត្តទុកដាក់ខណៈស្ដាប់ហ្នឹងហើយក្រោកចេញទៅក៏មិនដឹងគេនិយាយអីដែរហ្នឹងមួយហ្នឹងក៏អត់កើតបញ្ញាទី2អ្នកស្ដាប់ធម៌ដូចថ្នាក់លិចថ្នាក់ដាច់បានខ្លះព្រោះគណៈស្ដាប់ចឹងជាស្ដាប់យកចិត្តទុកដាក់ដឹងតែនិយាយអីចឹងទៅដល់ពេលចេញទៅក៏ហីទៅនិយាយអីនិយាយទៅហើយអាហ្នឹងដូចបងឧទាហរណ៍ថាដូចអ្នកដែលចងថ្នាក់ឲ្យដាក់របស់ហូបនៅលើភ្លើងចឹងមកចិត្តតែហូបទៅដល់ពេលក្រោកដើរទៅអាថ្នាក់ហ្នឹងវាលិចអស់ទៅចឹងឯងយើងស្ដាប់ច្រើនដូចថ្នាក់លិចហ្នឹងហើយអ្នកស្ដាប់ប្រការទី3ឈ្មោះថាជាអ្នកប្រតិបត្តិនៅធម៌សំគួរដល់ធម៌តើដូចម្ដេចប្រៀបដូចជាក្អមផ្ងាណាគណៈស្ដាប់ក៏យកចិត្តទុកដាក់ដោយល្អក្រោកទៅហើយក៏យកពាក្យដែលបានស្ដាប់យកទៅពិចារណាដោយល្អបុគ្គលនេះឈ្មោះថាជាអ្នកមានប្រាជ្ញាដ៏ប្រពៃឈ្មោះថាបានប្រតិបត្តិនៅធម៌សំគួរដល់ធម៌ចឹងណាបាទអានឹងទៅអានបន្ថែមខ្លួនឯងទៀតបាទនៅបេដកលេខ41ហើយខ្ញុំបញ្ជាក់តិចទៀតទៅយើងជួនកាលចេះថាមិនប្រតិបត្តិអាការដែលយកធម៌យកទៅសង្កេតយកទៅពិនិត្យក្នុងប្រចាំថ្ងៃហ្នឹងហើយដែលឈ្មោះថាជាការប្រតិបត្តិធម៌សំគួរដល់ធម៌ដែលព្រះអង្គបញ្ជាក់នៅក្នុងពាក្យនៃបតៃបេដកហ្នឹងតែម្ដងបាទប៉ុន្តែដែលថាស្ដាប់អត់ប្រតិបត្តិហ្នឹងច្រើនតែស្ដាប់ពីលក្ខណៈខាងដើមស្ដាប់អត់យកទៅដាក់ហ្នឹងមួយហើយស្ដាប់បានតែពេលស្ដាប់ហើយហ្នឹងមួយអាហ្នឹងឈ្មោះថាអត់បានប្រតិបត្តិទេតែបើយកទៅដាក់ក្នុងចិត្តយកទៅ apply រាល់ការងារពេលនិយាយឧទាហរណ៍យើងស្ដាប់ពីសម្មាវាចាអញ្ចឹងទៅវាមិនមែនសម្មាវាចាកើតតែពេលនៅនិយាយគ្នាហ្នឹងណាពេលយើងទៅធ្វើការយើងដោះស្រាយជាមួយបុគ្គលិកជាមួយអ្នកជំនាញចរចារបស់យើងថាត្រូវនិយាយយ៉ាងម៉េចហ្នឹងឯងជាការបដិបត្តិធម៌ដែលបានផ្ទុំពីបរិយាហ្នឹងទៅបាទដូចជាបុគ្គលមានក្អមផ្ងាហ្នឹងឯងបាទចេះអរគុណសម្រាប់ការបកស្រាយអង្គដែលអរគុណសូមជ័យសូមក្រាបថ្វាយបង្គំព្រះធិរានុធិរៈគ្រប់ព្រះអង្គសូមគោរពលោកម្ចាស់គ្រូសូមគោរពលោកជំទាវទាំងពីរសូមគោរពបងប្អូនទាំងអស់ដែលជាអ្នកមកស្ដាប់ព្រះធម៌នៅថ្ងៃនេះនាងខ្ញុំមានសំណួរពីរទី1គឺតកតងជាមួយនឹងពុទ្ធប្រវត្តិយើងបានឃើញថាមានភិក្ខុនីជាច្រើនអង្គហើយតើនៅប្រទេសកម្ពុជាយើងមានវត្តណាដែលមានបដិមាកររូបភិក្ខុនីដូចជាព្រះនាងបដិជាកោតមីជាដើមហើយតើនៅប្រទេសផ្សេងដែលកាន់ពុទ្ធសាសនាមានបល្ល័ង្កដែលមានរូបភិក្ខុនីឬអត់មានទេហើយតើភិក្ខុនីក្នុងសម័យពុទ្ធកាលនឹងមានប៉ុន្មានអង្គសូមលោកគ្រូម្ចាស់គ្រូជួយរៀបរាប់សូមអរគុណភិក្ខុនីហ៎ភិក្ខុនីយើងអានជាសម្រាយខ្មែរយើងថាភិក្ខុនីណាភាសាខ្មែរបល័យយើងកាលណាអខោសៈនៅខាងដើមវាទម្លាក់ខោសៈហ្នឹងមកតាមភិក្ខុនីបាទហើយសួរខាងដើមវិញស្ដាប់អត់សូវបានហើយចំនួនសួរខាងការសម័យព្រះអង្គមានប៉ុន្មានខ្ញុំអត់ដឹងទេហើយតើវត្តនៅក្នុងប្រទេសកម្ពុជាមានវត្តណាដែលមានបដិមាករភិក្ខុនីអត់ដឹងទៀតអត់ដឹងមែនដល់សួរធំក្រសួងធម្មការអាហ្នឹងសួរធម្មការក៏ធ្វើការខាងហ្នឹងនិយាយមែនទេនិយាយរួចខ្លួននេះគឺអត់ចេះហ្មងអត់ដឹង
ចឹងសំបីនៅភូមាឬនៅអូស្ត្រាលីលោក អាហ្នឹងក៏អត់ដឹង ចា ទៀត អត់ដឹងអញ្ចឹងសំណួរខ្ញុំម្ចាស់សំណួរខ្ញុំគឺអត់មានចម្លើយ ហ្នឹងគឺសំណួរអត់ដឹង អរព្រគុណ ចាជាដំបូងសូមគោរពដល់គុណម្ចាស់គ្រប់អង្គបែបគំគោរពហើយនឹងលោកគ្រូជាទីគោរពរបស់ខ្ញុំហើយនឹងលោកជំទាវពេជ្រច័ន្ទមនីសាមញ្ញតែគួរឲ្យគោរពស្រឡាញ់ខ្លាំងគោរពលោកជំទាវចូលចិត្តស្ដាប់ធម៌ជាមលុបដល់ធំទេហើយខ្ញុំធ្លាប់រៀនខ្ញុំមានស៊ូសំណួរ2ចុងក្រោយប៉ុន្តែគោរពលោកគ្រូសិនតាំងពីរៀនចិត្តចេតសិកលោកគ្រូមកខ្ញុំរៀនដល់ភ័ក្រទី20តែឥឡូវយកបានខ្លះគាត់ថាចិត្តប្រៀបដូចជាសម្លឯចេតសិករបៀបដូចជាគ្រឿងអញ្ចឹងលោកគ្រូហើយចិត្តដាក់គ្រឿងប្រហើត្រូវជាសម្លប្រហើដាក់គ្រឿងម្ជូរត្រូវជាសម្លម្ជូរហើយដាក់គ្រឿងកកូរត្រូវជាសម្លកកូរហើយគូប្រៀបដូចជាស្ដាច់ណែស្ដាច់ចិត្តនេះថាចិត្តលោភៈគេហៅថាស្ដាច់លោភៈចិត្តទោសៈហៅស្ដាច់ទោសៈដល់ពេលជាងរៀនយកទៅអាចយកអាចិត្ត14នេះសិតចិត្តបាបទាំងអស់គ្រូហើយចិត្ត13នេះគឺចិត្តអត់នឹងណោហើយបើចិត្ត25អាហ្នឹងចេតសិកបាទ ចិត្តសាច់ច្រឡំលោកគ្រូសំទោភ័យពេកញ័ររៀនធម៌នៅញ័រទៀតលោកគ្រូមែនភ័យបណ្ដំរងមកនឹងយកមិញដែលលក់នេះកាលបានជួបលោកគ្រូទៀតដែរមួយឆ្នាំបានជួបម្ដងក៏បានហើយដល់ពេលបានរៀនអញ្ចឹងតាមដានចិត្តខ្លួនឯងនឹងខ្លាចចិត្តខ្លួនឯងទៅតាមអា14នោះអីលោភៈទោសៈមោហៈអីទៅតាមនោះបាបហើយអាហ្នឹងរៀនពីស្ដាច់ចិត្តណាហើយចាហើយសូមអរគុណយ៉ាងច្រើនដល់លោកគ្រូដែលបានតាមពីការពីមិនទាន់បានស្ដាប់លោកគ្រូខ្ញុំបន់30-40ឆ្នាំមិនដែរឃើញបានអីឥឡូវឈប់បន់មករៀនវិញរៀនចិត្តសិកព្រោះអីខ្ញុំធ្លាប់មានបញ្ហាផ្លូវចិត្តដែរអញ្ចឹងរៀនលោកគ្រូបានធូរស្រាលច្រើនរឿងរ៉ាវគ្រប់យ៉ាងដោយសារផ្លូវចិត្តយើងដោះស្រាយអត់ចេញឥឡូវបើបានយល់បានច្រើនហើយហើយសំណួរ2ទៀតសំណួរទី1ចង់សួរមិត្តភក្តិខ្ញុំម្នាក់សួរដែរមកសួរមកខ្ញុំហើយខ្ញុំអត់ចេះដោះស្រាយដែរអត់ឥឡូវផ្ដាំឲ្យសួរលោកគ្រូថាមានកូនគាត់នឹងអត់ចេះយល់ធម៌អត់ចូលចិត្តស្ដាប់ធម៌ទេជឿតែខាងបនស្រាតនេះអញ្ចឹងជឿហងសុយជឿអីអញ្ចឹងតែម្ដាយចូលចិត្តស្ដាប់ធម៌យល់កម្មផលដែរហើយដល់ពេលជាពធនាគារនិយាយអត់ត្រូវគ្នាគ្រូនិយាយត្រូវគ្នាថាម៉ែឯងលក់ផ្ទះនឹងចាញ់ទៅផ្ទះនឹងខុសហងសុយផ្ទះនឹងចង្រៃអីដីនឹងចង្រៃអីចឹងណាមិត្តភក្តិខ្ញុំសួរខ្ញុំចឹងហើយកូនអីម្ដាយថាមិនបាច់លក់ទេគ្មានចង្រៃអីនេះសាដីសាផ្ទះទេរកបងគេតិចទៅរួចហើយទៅលក់ទៅបាននេះនៅកណ្ដឹងនិយាយត្រូវគ្នាប៉ុណ្ណឹងលោកគ្រូហើយសំណួរទី2ថាអ្នកដែលចង់ប្លន់ដីគេបំពេញដីគេតើមានទោសយ៉ាងណាដែរកម្មយ៉ាងណាដែរលោកគ្រូលួចដីគេបំពេញដីគេហើយមានដីត្រូវគេលួចមែនតាមព្រំដែនលោកគ្រូមិនហ្នឹងហើយរឿងនិយាយប៉ុណ្ណឹងដែរលោកគ្រូអរគុណច្រើនរឿងម្ដាយកូននិយាយគ្នាមិនត្រូវហ្នឹងគឺវាជារឿងសាមញ្ញពីព្រោះវាខ្វះនៅទិដ្ឋិសាមញ្ញតាបាទអញ្ចឹងភាពជាពុទ្ធជនយើងនេះមិនងាយនឹងបុគ្គលណាធ្វើឲ្យការយល់ត្រូវគ្នានឹងបានស្មើក្នុងអត្ថកថាលោកបញ្ជាក់ថាដែលយល់ស្របគ្នាទាំងស្រុងនោះមានតែព្រះសោតាបានឡើងទៅមក
ថជននៅតែមានលើសខ្វះគ្នាជាធម្មតាអញ្ចឹងមានតែការសិក្សាហើយសម្បត្តិគ្នាបន្តិចម្នាក់ទៅបាទហើយរឿងប្លន់ដីគេមានទោសយ៉ាងណាហ្នឹងមិនចង់ឲ្យអ្នកប្លន់ហ្នឹងមិននឹងត្រូវតែទៅនរកអញ្ចឹងណាបាទតាមពិតទោសនៃការចង់បានរបស់គេវាមានភាពខ្វល់តាំងពីអាចង់បានហ្នឹងម៉េចជួនកាលយើងគិតថាគាត់បានណាប៉ុន្តែភ្នែករបស់សត្វបរោះយើងមិនមើលឃើញអញ្ចឹងសត្វបរោះលោកសប្បាយចិត្តនឹងភាពផ្ដល់ឲ្យផ្ទុយពីអសត្វសត្វបរោះហើយការបានហើយយកទៅធ្វើជាភាពសប្បាយលើទុករបស់អ្នកដទៃលើកំណត់ទុករបស់អ្នកដទៃវាមិនមែនជាសេចក្តីសុខពិតទេអញ្ចឹងបានព្រះរាមាភិព្រះអង្គត្រាស់រឿងមួយរឿងក្មេងៗដែលដេញវាយពួកអសិរពិសក្មេងៗខ្វៀកគោហ្នឹងដេញវាយពួកអសិរពិសហើយព្រះអង្គសួរថាមនាលក្មេងៗហេតុអីបានជាអ្នកដេញវាយពួកអសិរពិសក្មេងៗក៏ឆ្លើយថាព្រោះខ្ញុំព្រះអង្គទាំងឡាយហ្នឹងខ្លាចពស់ហ្នឹងវាចឹកពួកខ្ញុំហើយបានព្រះអង្គត្រាស់ថាបុគ្គលមិនអាចមានសេចក្តីសុខដល់ត្រជាក់ព្រោះធ្វើសេចក្តីទុក្ខដល់អ្នកដទៃនោះទេតែមនុស្សយើងចេះច្រឡំថាធ្វើបាបគេទៅយករបស់គេទៅអញឈ្នះគេទៅអញបានអីចឹងទៅហ្នឹងច្រឡំទេតែគិតទៅដល់សភាពពិតនៃសេចក្តីសុខផ្លូវចិត្តមិនមែនបានព្រោះលោភៈទេពីព្រោះលោភៈជាឈ្មោះនៃតណ្ហាវាជាការកពូនសេចក្តីទុក្ខទាំងក្នុងបច្ចុប្បន្ននិងទៅអនាគតហើយរឿងដីទៀតបើនិយាយពីទោសខ្លាំងជាងអាសម្បត្តិលើដីលួចដីទោសខ្លាំងជាងលួចសម្បត្តិលើដីដូចជាវិន័យរបស់ព្រះសង្ឃរបស់ភិក្ខុលួចទ្រព្យគេចាប់ពី5នាសកៈតម្លៃឡើងទៅប្រមាថបរាជិកប៉ុន្តែបើនិយាយពីដីវិញលួចតែលួចរបស់គេតែប៉ុណ្្នឹងសរសៃសក់ឯងឧទាហរណ៍សរសៃសក់ទូចមួយប៉ុន្តែបើលួចមកចម្រៀកប៉ុណ្ណឹងសរសៃសក់ក៏ត្រូវបាត់បរាជិកដែរអញ្ចឹងបានប្រកេនលោកម្ចាស់ដែរថាពេលវាស់ដីវាស់អីហ្នឹងឲ្យគណៈកម្មការធ្វើជំនួសទៅគុំទៅធ្វើខ្លួនឯងឥឡូវទៅចូលដីគេហ្នឹងបរាជិកបណ្ដោយចូលដីគេតែបន្តិចហ្នឹងហើយកុំចង់បានទៅហើយគ្មានទៅលក់ការប្រពន្ធកើតទេអាហ្នឹងត្រូវតោគុំទៀតហ្នឹងហើយមិនបានលោកថាអញ្ចឹងពីព្រោះដីកាលណាយើងវាស់តែប៉ុណ្្នឹងចម្រៀកមែនតែវាត្រូវវាស់ទៅដល់បាតផែនដីវាជ្រៅច្រើនវាឆ្ងាយអញ្ចឹងណាអញ្ចឹងបានអ្នកលួចគេហ្នឹងកើតជានរកហិចមកកើតជាប្រែតទូលផែនដីធ្ងន់រហូតអញ្ចឹងណាហ្នឹងអញ្ចឹងបានចាស់យើងថាណែឯងយកទូរែកទៅថាមានពាក្យអញ្ចឹងដែរលឺហ៎បាទប៉ុន្តែពេលបានហ្នឹងច្រឡំទេអ្នកសបាយនឹងបានរបស់គេនេះហ៎ព្រះអង្គថាសបាយស្មើនឹងផឹកទឹកឃ្មុំហើយត្រាំដោយថ្នាំពុលទេវាសបាយតាមផ្លេតទេឃើញទេលោកឃើញអញ្ចឹងហ្នឹងហើយមិនមែនជាអ្នកមានសេចក្តីសុខទេអ្នកដែលចង់បានរបស់គេហ្នឹងបើចាត់ជាមនុស្សហៅថាមនុស្សប្រែតអញ្ចឹងមនុស្សប្រែតមនុស្សសពេតោខ្ញុំមិនចង់ដាក់តនាយឲ្យអ្នកមកលួចដីយើងធ្លាក់រក់ទេខ្ញុំអត់ចង់ខ្ញុំចង់ឲ្យតែគាត់ដឹងខ្លួនឲ្យឈប់យកតែប៉ុណ្្នឹងហ្នឹងចង់តែវាមិនដូចយើងចង់អីវាតែចង់បានរបស់យើងអញ្ចឹងប៉ុន្តែសំណួរសួរថាលួចដីគេទោសយ៉ាងណាហ្នឹងព្រោះខ្ញុំអាចឆ្លើយបានថាបើប្រៀបជាមួយរបស់លួចដីនិងលួចមាសប្រាក់លើផែនដីលួចដីទោសខ្លាំងជាងអញ្ចឹងបើជ្រុលជាធ្វើចោលអីកុំធ្វើចោលលួចដីហ្នឹងលួចរបស់លើដីទៅតូនសូវធ្ងន់តែខ្ញុំមិនបរៀនឲ្យធ្វើចោលតែកុំធ្វើចោលលួចដីដីគេអង្គលរបងផ្ទះអីហ្នឹងកុំឲ្យសក់ហ្នឹងហើយណាជូនប៉ុណ្ណឹងពេលនិយាយសងតែដល់ទីគ្រូចឹងនៅដល់និយាយស្រួលទៅប្រាក់ឯទៅឲ្យឆ្លាញ់តាមពេលទៅព្រោះសំណួរសួរវាមិនចេះអស់ទេចានាងខ្ញុំឈ្មោះកំឡៃសូមមនស្សការដល់គុណចាស់គ្រប់ព្រះអង្គសូមគោរពជំរាបសួរលោកគ្រូនិងជំរាបសួរញាតិធម៌ដែលមានវត្តមាននៅទីនេះចានាងខ្ញុំមានមួយសំណួរចង់គោរពជំរាបសួរលោកគ្រូថាតើយើងមានអវ៉ាតឬក៏បាយណាដែលអាចបង្ក្រាបកិលេសនៅក្នុងខ្លួនយើងបានគ្រូចាខ្ញុំមានមួយសំណួរហ្នឹងសូមអរគុណទោះតែឃើញកិលេសសិនរៀនឲ្យស្គាល់មុខកិលេសច្បាស់សិនដូចយើងចង់ទៅធ្វើអ្នកបដាលអញ្ចឹងយើងហាក់ហើយតែត្រូវដឹងថាណាគូបដាលរបស់យើងដែរ
យល់ទេរៀនឲ្យស្គាល់មុខកន្លែងសិន កុំតន់រកបាយស្គាល់កន្លែងសិនការដែលប្រឡោមកិលេសទុកហ្នឹងប្រៀបដូចជាការមិនដឹងបងឧបមាចេះក្មេងដែលអត់ដឹងអីហើយទៅលេងជាមួយពស់អសិរពិសដោយមិនបានដឹងអំណាចរបស់ពស់អសិរពិសដែលផ្ដល់សេចក្តីទុកយ៉ាងណាឃើញពស់អសិរពិសហ្នឹងវាកាឡាវាចាំងតិចកាឡាវាស្អាតហ៎ហើយយកមករុំកលេងអញ្ចឹងណាហើយពស់វែកហ្នឹងកំពុងតែបើកវែកដាក់រត់ទៅចាក់អញ្ចឹងប៉ុន្តែក្មេងគ្នាមិនដឹងណាស្មានតែតុក្កតាហ្នឹងហើយអញ្ចឹងយើងសួរថាតើធ្វើយ៉ាងណាណដើម្បីឲ្យក្មេងហ្នឹងបោះពស់នឹងចោលហ្នឹងហើយដំបូងឡើយបើថាបញ្យល់មិនតាន់យល់យកវាចេញសិនហ្នឹងប៉ុន្តែដើម្បីឲ្យក្មេងហ្នឹងឈប់លេងទៅបានទល់តែបញ្យល់ក្មេងហ្នឹងឲ្យដឹងថាតើពស់ហ្នឹងមានគ្រោះថ្នាក់យ៉ាងណានៅពេលដែលក្មេងហ្នឹងចាប់ផ្ដើមយល់ថាពស់ហ្នឹងមានគ្រោះថ្នាក់យ៉ាងណាកុំថាឡើយទៅឲ្យគាត់បោះចោលសូម្បីតែឲ្យគាត់យកមកពាក់កមកទៀតក៏គាត់ឈប់ពាក់ដែរយ៉ាងណាមិញទោសអកុសលក៏ដូចគ្នាឲ្យគាត់រៀនឲ្យយល់ថាតើអកុសលនឹងមានឥទ្ធិពលយ៉ាងណាអញ្ចឹងណាបាទហើយយើងមិនតាន់រៀនឲ្យស្គាល់កម្រិតរបស់វាឲ្យផលយ៉ាងណាផងចេះទៅលះកន្លែងយូរទៅបង្កើនតែកន្លែងហ្នឹងតែជួនកាលយើងសំណាក់ធัวអីចឹងដែរទៅលះកន្លែងប៉ុន្តែខ្ញុំឃើញគេជាប់តែកន្លែងហ្នឹងជួនកាលហៅថាវិបស្សនូបកិលេសនោះសម្រាប់អ្នកពិចារណាធម៌វាចេះតែឃើញនិមិត្តនេះនិមិត្តនោះទៅយល់ថាខ្លួនបានធម៌អញ្ចឹងយើងថាទៅកម្ចាត់កិលេសតែទៅយកកិលេសដោយមិនយល់ថាអានិមិត្តដែលឃើញហ្នឹងវាជានិមិត្តរបស់កិលេសអញ្ចឹងត្រូវរៀនវាឲ្យយល់ហ្នឹងហើយបាទម្ដងទៀតសូមគោរពលោកគ្រូនិងសូមរាប់អានញាតិបតាទាំងអស់គ្នាដែលនៅមានវត្តមាននៅទីនេះខ្ញុំសូមសួរលោកគ្រូព្រោះតែឆ្ងាយប៉ុន្តែមិនមែនថាខ្លួនឯងជាស្អីហើយមិនតែឆ្ងាយក្នុងសួរលោកគ្រូឲ្យដឹងថាតែបុគ្គលជាពុទ្ធជននេះអាចមានហេតុ2និងហេតុ3ចុះអ្នកដែលមានហេតុ2ឬហេតុ3នោះអាចដឹងខ្លួនដែរឬទេលោកគ្រូខ្ញុំមានប៉ុណ្ណឹងបើបានរៀនអវាទរបស់ព្រះអង្គដោយល្អិតល្អន់អាចស្មានត្រូវដោយភាកច្រើនអញ្ចឹងហ្នឹងហើយអ្នកដែលអាចដឹងដោយច្បាស់នោះវាទល់តែមានការសម្រេចគុណធម៌ច្បាស់ហ្មងបាទហើយបើមិនបានរៀនធម៌ព្រះអង្គទេគឺមិនដឹងទល់តែមកតែម្ដងអញ្ចឹងខ្ញុំសូមឆ្លើយសំណួររបស់លោកតិចនឹងរបស់លោកបាយលោកឲ្យមកមិញទៅបងពេទ្យឲ្យមកមិញខ្លីៗទី1សួរថាបញ្ចទ្វានិងបញ្ចារម្មណ៍ដូចគ្នាឬទេខុសគ្នាបញ្ចទ្វាគឺសំដៅភ្នែកតិចចំហអណ្ដាតកាយឃើញណាហត្ថចក្ខុទ្វាសោតទ្វាឃានទ្វាជីវហាទ្វាកាយទ្វារបស់ចិត្តហើយដល់បញ្ចារម្មណ៍គឺអារម្មណ៍5ហ្នឹងហើយចិត្តដែលវាចេញទៅតាមទ្វាទៅដឹងអារម្មណ៍5ហ្នឹងឯងរូបារម្មណ៍សត្តិរម្មណ៍គន្ធេរម្មណ៍រសារម្មណ៍និងផដ្ឋពារម្មណ៍អញ្ចឹងបញ្ចទ្វាជារបស់ខាងក្នុងបញ្ចារម្មណ៍ជារបស់ខាងក្រៅឬក៏យើងអាចនិយាយឲ្យងាយទៅទៀតថាបញ្ចទ្វានេះគឺជាអាយតនៈខាងក្នុងនៃតិចចំហអណ្ដាតកាយហើយដល់ទៅបញ្ចារម្មណ៍របស់ខាងក្រៅអាយតនៈខាងក្រៅគឺរូបសម្លេងក្លិនរសផដ្ឋពៈបាទហើយសំណួរមួយទៀតសួរកាមភពរូបភពអរូបភពកាមភពរូបភពអរូបភពនេះតាមធម្មតាយើងយល់កាមភពដូចជានៅក្នុងកាមភូមិមនុស្សទេវតាអីចឹងរូបភពរូបព្រំអីចឹងអរូបភពអរូបព្រំប៉ុន្តែដោយន័យធម៌មិនអញ្ចឹងទេត្រូវអត់គ្រប់ទេកាមភពអត្តកថាលោកបញ្ជាក់ថាគឺបញ្ចកាមគុណណាគឺរូបសម្លេងក្លិនរសផដ្ឋពៈដែលជាទីប្រាថ្នានឹងឯងហៅថាកាមភពចិត្តដែលជាប់ជំពាក់នៅក្នុងរូបសម្លេងក្លិនរសផដ្ឋពៈនឹងឯងហៅថាកាមភពអញ្ចឹងហើយនៅក្នុងអារម្មណ៍នឹងដដែលឧទាហរណ៍ថាយើងប្រទះនៅរូបល្អក្លិនល្អសម្លេងពីរសជាតិល្អត្រជាក់ស្រួលអីហ្នឹងយើងមានបំណងឲ្យរបស់ហ្នឹងថិតថេរឲ្យរបស់ហ្នឹងវាកុំបាត់បង់ឲ្យរបស់ហ្នឹងគង់វង្សអាការដែលជាប់ជំពាក់ឲ្យវានៅអញ្ចឹងអាហ្នឹងហៅថាតណ្ហាប្រព្រឹត្តទៅក្នុងរូបភពអញ្ចឹងដោយសសតៈទិដ្ឋិហ្នឹងឬក៏យើងប្រទះជាមួយនឹងរូបសម្លេងក្លិនរូបផដ្ឋពៈដដែលហ្នឹងតែមិនជាទីប្រាថ្នាយើងអត់ចង់ឲ្យវាមានអញ្ចឹងទៀតទេអត់ចង់ឲ្យវាមានអញ្ចឹងទៀតទេអត់ចង់ជួបរឿងអញ្ចឹងទៀតទេអាចិត្តដែលប្រាថ្នាថាមិនឲ្យជួបរឿងអញ្ចឹងទៀតហ្នឹងឯងហៅថាជាកាមជាតណ្ហាប្រព្រឹត្តទៅជាវិភវៈតណ្ហាជាវិភវៈតណ្ហាតែបើភពដែលនិយាយមកនេះដូចខ្ញុំកណ្ដាលខ្ញុំលើកឡើងមិញហ្នឹងត្រូវឲ្យកាមភពគឺ
សំដៅដល់ភព11អញ្ចឹងអបាយភូមិ4មនុស្ស1សួគ៌6រូបភពសំដៅដល់រូបភូមិ16អរូបភពសំដៅដល់អរូបភូមិ4ប៉ុន្តែបើនិយាយពីតណ្ហាដែលជាប់នៅក្នុងកាមតណ្ហាភវៈតណ្ហាវិភវៈតណ្ហាដូចខ្ញុំនិយាយមិញអញ្ចឹងណាប៉ុន្តែតែចង់សួរមួយណាពួកពាក្យហ្នឹងវាអាចច្រឡំគ្នាណាបើប្រព្រឹត្តទៅជាតណ្ហាមិនសំដៅដល់ទីនៅទេតែបើនិយាយដល់ភពគឺសំដៅដល់ទីនៅទាំង31សរុបមកវិញហ្នឹងហើយអញ្ចឹងយើងអស់ពេលហើយចាតែស្រាប់ពេលវេលាមានកំណត់ខ្ញុំសូមសួរសំណួរទៅកាន់លោកគ្រូថាបើសិនជាមានករណីដូចជាពួកយើងដែលមានអាយុ25 26ឆ្នាំជាប្រភេទមនុស្សដែលធំពេញវ័យដែលគាត់រៀនចប់បន្ទាប់មានការងារហើយគាត់មានអារម្មណ៍ថាគាត់ឈឺចិត្តគាត់មានជំងឺផ្លូវចិត្តអារម្មណ៍មិនសូវនៅខ្លួនភ័យបារម្ភមិនដឹងគួរធ្វើការងារអីមិនដឹងទៅផ្លូវណាឬទៅធ្វើអីហើយថាតើយើងត្រូវរកច្រកចេញបែបណាហើយមួយទៀតខ្ញុំចង់ផ្សារភ្ជាប់ទៅនឹងការធ្វើវិបស្សនាតើវិបស្សនាមានប្រយោជន៍អាចជួយនៅក្នុងចំណែកនៃការរកច្រកចេញបានអត់លោកគ្រូបាទដើម្បីបាននៅបញ្ញាដែលអាចដោះស្រាយនៅបញ្ហាផ្សេងត្រូវការតែមួយគត់គឺសទ្ធាហើយសទ្ធាក្នុងទីហ្នឹងសំដៅដល់តថាគតពោធិសទ្ធាគឺសទ្ធាដែលជឿជាក់ថាព្រះពុទ្ធពិតជាបានត្រាស់ដឹងមែនមាគ៌ារបស់ព្រះអង្គពិតជាអាចដោះស្រាយសេចក្តីទុក្ខរបស់សត្វបានមែនហើយដាក់ចិត្តស្ដាប់ដាក់ចិត្តរៀនឲ្យល្អកាន់តែរៀនកាន់តែយល់គន្លឹះដែលត្រូវដោះស្រាយក៏នឹងកាន់តែភ្លឺដូចគ្នាដែរដូច្នេះដូចខ្ញុំលើកអញ្ចឹងថាមុននឹងធ្វើគណិតវិទ្យាបានគឺត្រូវតែរៀនអត់អាចយកគណិតវិទ្យាមួយយកទៅឲ្យក្មេងដែលមិនដែលរៀនបានទេទើបព្រះអង្គសម្ដែងថាបរិយ័តគឺជាបច្ច័យនៃបដិបាទរៀនសិនអញ្ចឹងហើយរៀននឹងរៀនពុទ្ធឯកាមែនទេណាមិនរៀនពាក្យគ្រូនេះគ្រូនោះនិយាយតគ្នាទេហ្នឹងហើយការសម្ដែងធម៌ព្រះអង្គសម្ដែងនៅក្នុងបត្រៃពិដកលេខ41ដល់ដែលហ្នឹងព្រះអង្គថាបុគ្គលឃើញអំណាចប្រយោជន៍3ទៅគួរសម្ដែងធម៌ដល់អ្នកដទៃណាបើមិនឃើញអំណាចប្រយោជន៍3ហ្នឹងមិនគួរចែកម្លែកពធដល់អ្នកដទៃទេណាទី1ខ្លួនឯងជាអ្នកយល់ដឹងនៅបាលីគឺបត្រៃពិដកហើយនិងអត្ថកថាបាលីនេះគឺសំដៅដល់ពុទ្ធដីកាអត្ថកថាគឺជា commentary របស់ជាអត្ថកថារបស់បិដកហ្នឹងទី2អ្នកស្ដាប់ហ្នឹងក៏យល់តាមលំអានបិដកនិងអត្ថកថាហ្នឹងទី3ដោយសារតែមានអ្នកទាំងពីរអ្នកភូមិគ្នាបាទគឺទាំងអ្នកសម្ដែងទាំងអ្នកស្ដាប់ហ្នឹងជាអ្នកយល់ច្បាស់នៅបាលីនិងអត្ថកថាដូចគ្នាដែរហើយសួរថាធ្វើយ៉ាងណាហ្នឹងឆ្លើយចិត្តតែបានប៉ុន្តែវាមិនល្អដូចរៀនសិនទេហើយរៀនហ្នឹងដូចខ្ញុំជម្រាបចឹងថាមិនមែនរៀនដោយទឹកថេរបស់គ្រូណាទេគឺរៀនពុទ្ធដីការបស់ព្រះនាមានពុទ្ធិមានតែពាក្យរបស់ព្រះអង្គមែនទេដែលបំផុសបញ្ញារបស់សត្វលោកនោះឲ្យក្រៀកចេញពីប្រភពនៃបញ្ហាពីព្រោះប្រភពនៃបញ្ហាគឺវាក្តោបឡើងពីអវិជ្ជាតណ្ហាទិដ្ឋិឃើញទេហើយក្រៅពីពាក្យរបស់អ្នកត្រាស់ដឹងมันអាចទៅបាញ់បំបែកនៅតណ្ហាតាទាននឹងបានទេអត់ទេមានតែបង្កើនឡើងមកពិភពលោករាល់ថ្ងៃនេះដំបូងខ្ញុំគិតថាអស្ចារ្យណាដោយអ្នកដឹកនាំពិភពលោកអីធំដូចរុស្ស៊ីដូចអីដល់ពេលយើងវិភាគតាមធម៌កូនក្មេងសតដូចដើមនំប៉័ងនេះចឹងរាល់ថ្ងៃបាទអូសូមឆ្លើយសំណួរបាទអញ្ចឹងវាចាកការរៀនវាចាកការស្ដាប់ការពិចារណាដោយល្អិតល្អន់នៅពុទ្ធដីកាហើយมันមានវិធីរំដោះចិត្តហ្នឹងឯងខ្ញុំនៅនោះមានច្រើនមានកន្លែងគេពិគ្រោះយោបល់ស្អីច្រើនប៉ុន្តែខ្ញុំដូចជាមិនទាន់ឃើញមេគាណាមួយដែលអាចរំដោះចិត្តបានល្អជាងមេគាពធហ្នឹងទេណែពិសេសនៅស្រុកក្រៅភាគច្រើនឥឡូវគាត់ឈប់លេបថ្នាំច្រើនហើយទៅជួប counseling អស់លុយច្រើនទៅជួប psychology អស់លុយរហូតតែអត់មានជាដំណោះស្រាយបំផុសឲ្យកើតបញ្ញាទេមានតែវិធីបន្សាបផ្លោបដូរបរិយាកាសឬក៏គាត់និយាយចេញមកអស់ហើយតែប៉ុណ្្នឹងតែមេគាពធប្រាប់ឡើងច្បាស់តែហ្មងដូចយើងថាមិនដឹងធ្វើអីចឹងរៀនធម៌ដឹងហ្មងពួកដឹងការងាររបស់ចិត្ត
ព្រោះយើងហងៃយើងថាយើងមិនដឹងធ្វើអីប៉ុន្តែមកពីយើងអត់ដឹងការងាររបស់ចិត្តហើយមេគាពធនឹងរៀនឲ្យដឹងថាការងាររបស់ចិត្តវាធ្វើអីដល់យើងដឹងការងាររបស់ចិត្តវាធ្វើអីហើយមានសតិគ្រប់គ្រងអាការងាររបស់ចិត្តនឹងតែម្ដងដល់តែគ្រប់គ្រងវាបានហើយការងារធ្វើមកអស់ហើយសិតតែការងារមានប្រយោជន៍នឹងចឹងឧទាហរណ៍ថាការងារសិក្សាពធអប់រំចិត្តនេះវាអត់បាន popular នៅក្នុងសង្គមយើងពិតមែនប៉ុន្តែឆ្លងបទពិសោធន៍របស់ខ្ញុំពេល hobby របស់ខ្ញុំចង់និយាយថាពេលអីអាហ្នឹងនឹងអាពេលដែលគិតថាធ្វើឲ្យជីវិត relax នេះអត់មានពេលអីល្អជាងពេលរៀនធម៌ទេតែខ្ញុំជួយរៀនសាកមើលនិយាយមែនណាហ្នឹងហើយឲ្យតែឆ្លៀតបានឃើញទេពេលនោះខ្ញុំដាក់កូនឲ្យដេកខ្ញុំឡាយធម៌ប្រាប់ហើយក្រៅពីហ្នឹងគួយអាន3ដកអត្ថកថាហើយសប្បាយនោះខុសពីសប្បាយដោយអំណាចលោភៈកាន់តែសិក្សាចិត្តកាន់តែ clean ទៅចិត្តកាន់តែល្អទៅឃើញទេអញ្ចឹងខ្ញុំនិយាយថ្ងៃមុនណាដូនណាភីកូនរបស់ខ្ញុំកើតកសលដែរឯធម្មតាគឺលោកគ្រូធម៌ទៅដូរក៏ទួកូនជើគ្រូធម៌តែឈ្មោះតាមានស្អីទៅដូរក៏ទួកូនកើតមែនទេហើយពេលបើកមកក្លិនមិនស្តៀងតរ៉េនដែរតាហ្នឹងហើយប៉ុន្តែមេគាពធប្រាប់ទៀតមុតេមុតមតាំងក្លិនត្រឹមតែជាក្លិនឃើញទេការងាររបស់ចំោះការងាររបស់ខៀនវិញ្ញាណទៅធ្វើការងារហ្នឹងហើយឃើញទេអញ្ចឹងខណ្ឌដូរកតបទៅការកសលមេគាខុសពីមេគាពធឲ្យយើងដូរបរិយាកាសទៅជួបពេទ្យពេលថាកុំគិតច្រើនពេកដេកឲ្យលក់តលាក់ចោលខ្លះទៅលេង vocation អីណាទៀតទៅផ្លូវនេះជួយអត់បានទេប្រាប់អញ្ចឹងបានអ្នកមានលុយដើរហ្នឹងឥឡូវមិនអញ្ចឹងហើយឲ្យទៅដើរលេងបានអ្នកលុយដើរឲ្យគ្នាកំពុងពាក់នាមនេះឲ្យអ្នកដើរលេងជួយអត់បានទេតែមេគាពធនេះជួយបានគ្រប់ករណីហ្នឹងហើយគ្មានវិធីណាដែលធោជួយមិនបានទេជួយបានចុងក្រោយបំផុតគឺជួយចិត្តហ្នឹងហើយហ្នឹងហើយព្រមឥឡូវថាជពាក់គេច្រើនព្រមមិនជពាក់វាជពាក់ហើយវាចុះបើអត់មានអីគេសំគេយកដាក់គុកយកទៅវាចាប់ទៅព្រមទៅគុកទៅចាប់ទៀតណានិយាយមែនណាអានឹងចាប់ទៅមិនហ្នឹងសូមណាស់អ្នកអូនខ្ញុំនិយាយខ្ញុំហើយសំណួរដែលបងថានេះខ្ញុំសូមឲ្យទូខ្ញុំនឹងធ្វើឲ្យទូព្រោះអត់ស្អីសោះបាទសំណួរលោកគ្រូបើលោកគ្រូមានឱកាសពន្យល់អំពីសេចក្តីស្រឡាញ់តើលោកគ្រូគួរពន្យល់យ៉ាងម៉េចតាមស្ទាយពន្យល់របស់ព្រះពុទ្ធអរគុណស្រឡាញ់ហ៎បាទស្រឡាញ់ជាភាសាខ្មែរយើងប្រែមកពីបាលីប្រែពីតិយៈក៏មានប្រែពីលោភៈក៏មានប្រែពីមេត្តាក៏មានប៉ុន្តែគ្រាន់ថាប្រើពាក្យស្រឡាញ់ដដែលចុះប៉ុន្តែបើស្រឡាញ់ដោយការសង្គ្រោះវាជាហេតុនៃមង្គលប៉ុន្តែបើស្រឡាញ់ហួងហែងវាជាហេតុនៃសេចក្តីទុក្ខអញ្ចឹងណាមានកន្លែងខ្លះព្រះអង្គសម្ដែងថាពេលមកតោជាយតេសោកោសេចក្តីសោកកើតព្រោះស្រឡាញ់ពេលមកតោជាយតេភយ៉ាងសេចក្តីសោកកើតសេចក្តីភ័យតក់ស្លុតកើតពីការស្រឡាញ់កាលបើមិនមានសេចក្តីស្រឡាញ់ជាប់ជំពាក់ហើយអត់មានសោកអត់មានភ័យអីទេប៉ុន្តែបញ្ជាក់ច្បាស់ណាស់ថាស្រឡាញ់ហ្នឹងស្រឡាញ់ហួងហែងប៉ុន្តែបើស្រឡាញ់ដោយការអនុគ្រោះមានតែរំដោះចិត្តនឹងឲ្យកាន់តែស្បើយទៅដល់ហើយទៅសូម្បីតែដៃគូប្តីប្រពន្ធក៏ដោយខ្ញុំមើលមិនសូវឃើញថាស្រឡាញ់ដោយមេត្តានៅជាមួយគ្នារាប់ឆ្នាំពេលបែកគ្នាស្រាប់និយាយគ្នាតាម Facebook ឡើងខ្ចាយនេះមិនមែនស្រឡាញ់ដោយមេត្តាទេមិនមែនស្រឡាញ់ដោយការអនុគ្រោះទេគឺស្រឡាញ់ព្រោះតែគេមិនធ្វើឲ្យត្រូវចិត្តអញអាហ្នឹងស្រឡាញ់ហួងហែងមែនទេកាលពីមុននឹងតែប្រហែលខែប្រហោះមួយគ្នាឲ្យ sweet នោះ sweet មែនទេដល់ពេលបែកគ្នាគាត់ថាអញទ្រាំ10ឆ្នាំហើយហ្នឹងហើយកន្លែងនោះមិនមែនវេទិកាបង្ហាញរឿងយើងទេណា Facebook ខ្ញុំជម្រាបថាមិនបាច់ sweet ពេកក៏បានដែរលើនោះណាហ្នឹងហើយមុំទៅបានហើយទុក sweet ស្ងាត់ទៅពេលបែកគ្នាមិនសូវខ្មាស់ទេនិយាយមែនណានិយាយមែនហ្នឹងហើយនៅពេលបែកគ្នាបើស្រឡាញ់ដោយមេត្តាវិញទុកផ្លូវឲ្យគ្នាដើរផងទៅទុកផ្លូវឲ្យគេក៏ដូចជាទុកផ្លូវឲ្យខ្លួនឯងដែរ
មនុស្សអាចទុកផ្លូវឲ្យគេបានព្រោះខ្លួនឯងមានផ្លូវដែរផ្លូវក្នុងទីនេះមិនមែនផ្លូវអាក្រក់ទេណាដោះនៅសេចក្តីប្រកាន់ខ្ញុំមានស្ដាប់ឃ្លីបមួយបងស្រីម្នាក់នៅកំពង់ស្ពឺយើងទៅកាលឆ្នាំមុនណាហ្នឹងហើយគាត់ថាពីមុនមានអាណាជ័យឈ្នះគាត់ទេអីប្តីគាត់មានអីចឹងទៅជេណាជេដល់គាត់ស្ដាប់ធัวទៅគាត់លះដល់គាត់លះទៅគាត់សប្បាយជាមួយនឹងពធអញ្ចឹងទៅប្តីនឹងក៏នៅមួយគេក៏ទៅជួយមើលកូនថ្ងៃណាមកលេងកូនមកលេងមកគាត់អត់មានការទុកអីផងតែពិតរឿងវាអត់មានអីគួរការទុកទេការប្រព្រឹត្តខុសក្នុងរឿងហ្នឹងក៏ដោយគិតឲ្យមែនតែនទៅមិនមែនប្តីអ្នកទៅដើរធ្វើអញ្ចឹងអ្នកបានស្អីទេគាត់បានភាពលហាមទេអត់មានបានអីទេមនុស្សដែលមានលំនឹងគឺយើងដែលអត់ខូចនឹងហើយដែលយើងរក្សាខ្លួនយើងល្អនឹងហើយដែលយើងគួរតែបានសេចក្តីសុខគាត់នោះទេដែលបាក់មិនខ្លះតិចពួកនឹងដឹងទៅឃើញបានឃើញផ្លូវបានតែបើនិយាយមែនណាហ្នឹងមកផ្ទះញឹកពេកមនុស្សគេទៅហៅទៀតបាក់ទៀតឃើញបាក់ដល់យើងអត់មានខូចយើងអត់មានអីបាក់ដើរពើងទ្រូងអត់វាអត់ខុសហើយឲ្យវាយកនិសមអ្នកសក្ការៈបន្តិចអ្នកដែលអត់ខុសនឹងហើយដែលគួរទៅរស់នៅដោយសេចក្តីសុខអ្នកដែលកើតទុកអ្នកលាក់លៀមនោះទេដែលគ្នាពិបាកមែនណាតែនិយាយចឹងច្រឡំថាខ្ញុំគ្រប់គ្រងគាត់មានចុះអត់ទេគិតមែនតែគិតមែនតែទៅមានតែអ្នកដែលស្មោះត្រង់អ្នកដែលរក្សាសិលជាប់ទេដែលមនុស្សមានប្រោះការពារខ្លួនឯងហើយមិនយកអាហ្នឹងទៅជាមោទនភាពទៅមើលងាយគេអត់ទេគឺវាអត់ចាំបាច់ពិបាកមែនទេអត់ចាំបាច់ពិបាកតែគាត់លាក់នៅខាងក្រៅហ្នឹងយើងជឿថាមិនក៏គេទៅធ្វើចឹងបានអញធ្វើចឹងបានអត់ទេអត់ដូចគ្នាទេហ្នឹងខ្ញុំអនុមោទនាអ្នកស្មោះត្រង់ឯនេះទេគ្រូចា៎និយាយសូមអរគុណសម្រាប់នេះហើយកិច្ចបញ្ចប់ខ្ញុំតែសូមមានសូមចា៎គ្រូពីខលថាធម្មូលជាភាសាសូមព្រមទាំងគ្រូបានបានហើយសូមអនុមោទនាចោតត្រឹមការស្រឡាញ់ទទួលបានតែស្រឡាញ់គ្នាណាទៅយើងមានសេចក្តីសុខមេក្រូនេះមិនទៅយើងទៅមកស្ដាប់ចាប់ត្រឹមស្រឡាញ់អរគុណគ្រូចាស់បងស្ដាប់ខាងណាពេលនេះមានហើយដោះស្រាយរាល់បញ្ហាកម្មរបស់ពុទ្ធបរិស័ទសូមធ្វើសេចក្តីសរុបក្នុងកម្មវិធីថ្ងៃនេះញាតិញោមស្ដាប់ខាងដើមគឺសំណួរឲ្យលោកគ្រូមានកូនច្រើនហ្នឹងហើយទៅលោកគ្រូអ្នកគិតខ្លួនឯងបងណាច្រើនចាំតិចអីបងហើយចំណុចបន្តមកជាចំណុចសំខាន់ដែរសម្រាប់ជីវិតគឺយើងរាល់ថ្ងៃយើងមាននគរគឺនគរកាយហើយមានស្ដេចមហាអង្គសោយរាជគឺប្របាទចតុរាជហើយមានសេនាលោកគ្រូលើកឡើងមកមាន52ញាតិញោមអញ្ចឹងញាតិញោមត្រូវមើលថែស្ដេចគឺចតុរាជដោយចិត្តយើងដើម្បីសេចក្តីសុខសម្រាប់ជីវិតហើយអ្នកជុំវិញខ្លួនយើងកណាចិត្តយើងតិចចិត្តយើងសុខផ្លូវចិត្តយើងក៏ជាឥទ្ធិពលដល់អ្នកជុំវិញខ្លួនយើងក៏មានសេចក្តីសុខហើយទៅបង្កើតសេចក្តីស្រឡាញ់ស្មោះត្រង់នឹងបានមែនទេញោមនេះគឺជារឿងសំខាន់ហើយចំណុចពិសេសមួយទៀតចាប់បានដែលលោកគ្រូលើកឡើងមិញនេះក៏ជាកលឹះពធទេសនាឬក៏ការបកស្រាយរបស់លោកគ្រូញោមស្ដាប់យកកលឹះសំខាន់ព្រោះស្ដាប់ឲ្យជក់ចិត្តដែលលើកឡើងមិញគឺថាយើងទាំងអស់គ្នាកុំផ្ញើសេចក្តីសុខរបស់យើងលើអ្នកដទៃខណៈយើងផ្ញើសេចក្តីសុខរបស់យើងលើអ្នកដទៃក្នុងមួយជីវិតរបស់យើងមានសេចក្តីសុខទេមែនទេញោមអញ្ចឹងសេចក្តីសុខនៅណាញោមនៅក្នុងខ្លួនយើងដោយចិត្តយើងនេះឯងអញ្ចឹងអ្នកដទៃគឺគេរស់នៅបែបសុខអ្នកដទៃទៅចិត្តញោមផ្សេងក៏រស់នៅបែបផ្សេងគ្នាជីវិតយើងរស់នៅក្នុងដំណើរជីវិតមានលក្ខណៈផ្សេងចឹងបានមកស្ដាប់លោកគ្រូច្រើនកន្លែងហើយមកចេះតែចាប់ពាក្យល្អបរុសហើយចង់ចែកម្លែកចិត្តញោមខ្លះដែរ
កន្លែងខ្លះយើងសិក្សាអំពីធម៌របស់ព្រះសម្មាសម្ពុទ្ធដែលយើងឃើញលក្ខណៈពិតប្រាកដហើយយើងឃើញលក្ខណៈធម្មជាតិដែលព្រះពុទ្ធព្រះអង្គបរៀនមកយើងឃើញដំណើរធម្មជាតិនឹងសត្វជាការពិតដោយយើងកើតមកចាស់ឈឺស្លាប់អានោះជាសាមញ្ញដែលយើងឃើញថាមនុស្សទាំងអស់គ្នាយើងរៀនអញ្ចឹងបានចំណុចមួយលោកគ្រូសាលើកឡើងដែរថាតើអ្វីជាធម្មតានៃជីវិតដែលយើងមើលក្នុងដំណើរធម្មតាលោកគ្រូលើកឡើងពីភាពធម្មតានៃជីវិតគឺការប្រែប្រួលផ្លូវចិត្តយើងប្រែប្រួលខ្ញុំថ្ងៃនេះគាត់ថាយើងស្ដាប់ធម៌យើងសុខហ្នឹងញោមជំទាវបាទស្ដាប់ទៅយើងសប្បាយចិត្តជ្រះថ្លាសុខមែនទែនក្នុងព្រះធម្មរតនៈជារតនៈដ៏អស្ចារ្យក្នុងโลกដែលរតនៈណាមួយស្មើប្រមាណអញ្ចឹងបានថាធម្មតានៃជីវិតរបស់យើងគឺការប្រែប្រួលហើយក្នុងមកពេញជាមួយជីវិតរបស់យើងទាំងអស់គ្នាគឺយើងរស់នៅជាមួយនឹងភាពប្រែប្រួលហ្នឹងមែនទេញោមមួយគាត់ថាមួយជីវិតរបស់យើងគឺយើងរស់នៅជាមួយភាពប្រែប្រួលអានេះជាការពិតអញ្ចឹងបានចំណុចមួយទៀតដែលជាកលឹះដែរថាយើងទាំងអស់គ្នាយើងគួរបីថែរក្សាមើលថែខ្សួនផ្កានៃជីវិតរបស់យើងកុំទៅមើលសួនអ្នកដទៃគេដាំផ្ការបស់គេឃើញណាប៉ុន្តែយើងថែសួនផ្កាយើងឲ្យស្អាតឲ្យមានសម្រស់គឺថែសួននៃជីវិតរបស់យើងនឹងឲ្យល្អนั่นគឺជាចំណុចសំខាន់ពិសេសមែនទែនចឹងបានក្នុងធម៌ដែលយើងឃើញលក្ខណៈធម្មជាតិដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងហើយលោកគ្រូក៏លើកឡើងបកស្រាយមកព្រោះច្រើនជីវិតរបស់យើងគ្រប់គ្នាយើងចូលចិត្តប្រាថ្នារបស់ដែលមិនទាន់បានមែនទេញោមចូលចិត្តប្រាថ្នារបស់ណាដែលមិនទាន់បានតែរបស់ណាមិនទាន់បានប្រាថ្នាឬប្រាថ្នាតែដល់ប្រាថ្នាបានជាប់ជំពាក់បើជាប់ជំពាក់របស់នឹងប្រែប្រួលកើតទុក្ខប៉ុន្តែញោមជាធម្មជាតិតែយើងឃើញចឹងបានឃើញថាក្នុងប្រធានបទថ្ងៃនេះដែលនិយាយអំពីសន្តិភាពក្រោមមេគាពធនេះមកឃើញថាឲ្យយើងឃើញលក្ខណៈការពិតដែលជាសន្តិភាពពិតប្រាកដឲ្យយើងបានដែលយើងរស់នៅសប្តាហ៍ប្រទេសរបស់យើងលក្ខណៈសន្តិភាពដែលយើងរស់នៅបានចិត្តញោមពុទ្ធបរិស័ទបានបំពេញបនបានស្ដាប់ធម៌ប៉ុណ្ណេះល្អញោមនៅប្រទេសណានៅកាហ្សានៅណាបាញ់ទម្លាក់ត្រកគ្មានពេលស្ដាប់ធម៌កើតទេមែនទេញោមតែញាតិញោមនឹងអង្គុយសាធុអនុមោទនាសាធុបានស្ដាប់ដោយតិចចិត្តចឹងបានថ្ងៃនេះអាត្មាឃើញញាតិញោមអង្គុយមកក្នុងសាលហ្នឹងហើយញោមជំទាវបណ្ឌិតពេជ្រច័ន្ទមនីនិងញោមជំទាវមកពោបណ្ឌរិទ្ធដែលជាម្ដាយរបស់លោកជំទាវបណ្ឌិតដែលអង្គុយស្ដាប់ជាអធិបតីក្នុងទីនេះក៏ជាការបង្ហាញភាពកក់ក្ដៅមួយយ៉ាងត្រជាក់ចិត្តសម្រាប់ពុទ្ធបរិស័ទជាឯងញោមកក់ក្ដៅមួយថាមានថ្នាក់ដឹកនាំអង្គុយស្ដាប់លោកគ្រូឡើងបកស្រាយសំណួរមកខ្ញុំពេញចិត្តនឹងការបកស្រាយសំណួររបស់លោកគ្រូស្ដាប់យ៉ាងរីករាយមានការទុកទេញោមអត់ទេណាដូច្នេះដែលបង្ហាញឲ្យឃើញថាពុទ្ធបរិស័ទយើងមានសេចក្តីជ្រះថ្លាទទួលយកនៅព្រះធម្មរតនៈដែលជារតនៈដ៏ប្រសើរក្នុងโลกតែព្រះអង្គសម្ដែងមកថាធម៌ដ៏ប្រសើរហ្នឹងពុទ្ធព្រះអង្គសម្ដែងរួចហើយព្រះអង្គប្រទានមកហើយមានញោមអញ្ចឹងយើងទាំងអស់គ្នាហ្នឹងដែលជាអ្នកមានឧបនិស្ស័យមានបញ្ញាអាចដឹងច្បាស់នៅធម៌ដ៏ប្រសើរហ្នឹងយើងទទួលយកមកប្រតិបត្តិក្នុងជីវិតព្រោះលោកគ្រូខំបកស្រាយអាត្មានៅចិត្តគឺដើម្បីឲ្យពុទ្ធបរិស័ទហ្នឹងបានទទួលយកនៅការពិតហ្នឹងហើយដោយសារឃើញធម៌ហ្នឹងមានតម្លៃចឹងមកលោកគ្រូថាសូម្បីតែមួយអ្នកយល់ក៏លោកគ្រូបញ្យល់ដែរលោកគ្រូចឹងបានថាពេលខ្លះឡាយធម៌ឡាយយូរអ្នកមើលចោលអត់ថប់ឡាយតែលោកគ្រូអត់ទេលោកគ្រូគឺថានិយាយធម៌ទៅតែម្ដងអត់ខ្វល់សំខាន់អ្នកស្ដាប់យល់ធម៌ដែលព្រះសម្មាសម្ពុទ្ធទៅរៀនហើយចង់ចែករំលែកហ្នឹងសេចក្តីពិតហ្នឹងឲ្យដល់ទៅហឫទ័យរបស់ញាតិញោមពុទ្ធបរិស័ទគ្រប់គ្នាបានទទួលហើយគេការពិតមកទៅអនុមោទនាក៏ដែលញាតិញោមជើញមកនេះសុទ្ធតែជាអ្នកស្ដាប់ធម៌យល់ធម៌ដែលជាអ្នកសាងជំរកសាងនៅសេចក្តីសុខនៃជីវិតញាតិញោមម្នាក់អាចសាងជំរកសេចក្តីសុខជីវិតឲ្យខ្លួនឯងបានយើងអាចប្រែក្លាយឲ្យអ្នកដទៃនឹងមកជ្រកជាមួយយើងបានមែនទេញោមដោយលោកគ្រូអញ្ចឹងគឺគ្រូអាចសាងប្រយោជន៍ដល់ញាតិញោមច្រើនសាងជំរកដ៏ល្អសម្រាប់ពុទ្ធបរិស័ទដូច្នេះញាតិញោមជ័យមកបើកម្មវិធីថ្ងៃហ្នឹងដាក់ប្រធានបទមកសន្តិភាពក្រមនៃគេពធមកស្ដាប់យ៉ាងច្រើនញាតិញោមលោកទាវអាដាមជាច្រើនអ្នកមកហ្នឹង
មានប្រសងមានអីមកស្ដាប់ធម៌ហើយយើងទៅរយណាទៀតញោមយើងរស់នៅក្នុងប្រទេសមួយដែលមានពុទ្ធសាសនាហើយយើងបានអង្គុយធ្វើបុណ្យប៉ុណ្ណេះបានស្ដាប់ធម៌ប៉ុណ្ណេះស្មាក៏ក្តៅសប្បាយចិត្តហើយសូមឲ្យមានកម្មវិធីទៀតញោមរីណានេះបាទដែលខំនឿយទៅខំខ្លះណៃជិះចំកម្មវិធីហ្នឹងហើយសួរថាបំណងដើម្បីអីគឺថាដើម្បីឲ្យពុទ្ធបរិស័ទហ្នឹងបានចូលរួមស្ដាប់នៅពធដែលជាមេគាដ៏ពិតប្រាកដមេគាដ៏ពិតប្រាកដហ្នឹងក៏អាចដោះរំដោះអ្វីដែលជាការពិតដែលកំពុងកើតក្នុងជីវិតយើងអញ្ចឹងបានអាត្មាគេនឹកឃើញពាក្យញោមម្នាក់ដែលគាត់កាន់សាសនាផ្សេងទេតែពេលដែលគាត់មកពិសោធន៍ក្នុងសាសនាពុទ្ធហ្នឹងគាត់ថាពុទ្ធសម្ដែងការពិតហ្នឹងសម្ដែងមិនចង់ឃើញអ្វីការពិតថាពុទ្ធហ្នឹងសច្ចធម៌ហ្នឹងចង់ឃើញចង់ដឹងណាឆ្ងល់អញ្ចឹងក៏ចូលមកសិក្សាដល់សិក្សានៅក្នុងមេរៀនបរមត្ថធម៌ឃើញតែព្រះអង្គបង្ហាញការពិតដូចញោមស្រៀនរាល់ថ្ងៃចឹងឃើញពុទ្ធសម្ដែងពីការស្រឡាញ់សំឡេងយើងកើតមកស្រឡាញ់ហើយពុទ្ធព្រះអង្គថាលោភៈចូលជំពាក់ហួងហែងប្រកាន់ហើយកើតទុកដោយសារស្រឡាញ់ហួងហែងប្រកាន់ហ្នឹងបានហើយពុទ្ធថាហ្នឹងការពិតមែនជាធម្មជាតិតែពិតតែគាត់ពិចារណាអីត្រូវពុទ្ធនិយាយត្រូវគាត់ថាគាត់យល់មួយដល់គាត់សិក្សាមកទៅថាតែលោកកើតមកចេះខឹងចេះក្រោធចេះថាទោសៈហ្នឹងវាកើតឡើងក្តៅក្រហាយមួម៉ៅអីចឹងណាដល់ពុទ្ធថាហ្នឹងពិតដែរជាធម្មជាតិដែរអត់មានតែណាឲ្យយើងទេបើសាសនាផ្សេងគាត់ថាមានព្រះមានអីឲ្យយើងទៅប៉ុន្តែពុទ្ធថាធម្មជាតិតែគាត់សិក្សាទៅឃើញលក្ខណៈធម្មជាតិរបស់សត្វលោកចេះអញ្ចឹងមែនអញ្ចឹងការពិតឡើងហ្នឹងដែរចំណែកបានក្នុងសាសនារបស់ព្រះអង្គហ្នឹងឲ្យយើងរៀនជាមួយអាការពិតហ្នឹងអាការរងថ្ងៃហ្នឹងឃើញថាពេលដែលរឿងហ្នឹងកើតឡើងត្រូវរស់នៅយ៉ាងម៉េចល្អខ្ញុំឃើញចឹងបានអាត្មាក៏ត្រេកអរអនុមោទនាបុណ្យលោកគ្រូដែលលោកគ្រូខំចំណាយពេលវេលាដែលឲ្យញាតិញោមស្ដាប់អាត្មាញាតិញោមជួបរឿងពិតហ្នឹងចម្រើនពរឲ្យញោមជំទាវដិតហើយអាត្មានិយាយយកមកចង់ប្រកបដូចទេអាត្មាជួបញាតិញោមខ្លះអាត្មាអាណិតទៅជួបផងនៅវត្តជួបហើយលោកកាលនោះលោកគ្រូនៅអូស្ត្រាលីអីចឹងហើយដឹងតែគ្នាទៅជួបមិនចង់ជួបដោះស្រាយបញ្ហាក្នុងវត្តផ្លូវចិត្តហ្នឹងមិនដឹងថាដោះមិនគាត់ថាពេលខ្លះគាត់មកស្វែងគុំហើយគាត់ថាជីវិតខ្ញុំកណ្ដាលចប់ត្រឹមហ្នឹងហើយបើថាទៅវិញមិនស្រួលខ្លួនទៅវិញចប់មកគឺបញ្ចប់ជីវិតណាជួបផ្ទាល់គាត់ហើយមានញាតិញោមខ្លះគាត់លោកគ្រូលើកឡើងមកជាចំណុចសំខាន់មួយដែលនិយាយអំពីមកដែរខ្ញុំរីអត់អីសំតិចដែលនិយាយការប្រើប្រាស់ថ្នាំហ្នឹងគ្រូលើកឡើងមកពីអ្នកមានជំងឺស្មាជួបហ្នឹងខ្ញុំជួបប្រើប្រាស់ថ្នាំហ្នឹងរហូតដល់ដែលគាត់ប្រើលេងកើតឪពុកម្ដាយហ្នឹងនាំយកទៅគាត់ថ្នាំមកជួបផ្ទាល់រឿងហ្នឹងយកស្វែងគុំឲ្យគាត់ថាទីគុំជួយកូនខ្ញុំកណាផងសម្រាប់បងខ្ញុំឲ្យស្ដាប់លើអត់ទេស្មាប្រជែងឈ្មោះឲ្យបងស្ដាប់លើក៏ជាបទពិសោធន៍មួយសំខាន់មែនទេហើយពេលហ្នឹងនេះមានបងគ្រូមួយគេសាក់សីគាត់ស្មានេះណាលោកនៅចិត្តស្មាណាស្មានិយាយអង្គឯងបញ្យោគាត់គាត់ធូរហ្នឹងហើយឈឺកឲ្យលោកជួយបញ្យោមកអស់ឈឺកអានោះឈឺកមែនទេបញ្យោឈឺកមកសក់ទឹកភ្នែកមកមុខឡើងក្រហមហើយស្មាចង់ដឹងថាจะមើលដាក់ថ្នាំពុតមើលត្រូវអត់មិននិយាយបញ្យោផងលើកទឹកចិត្តលើកយកយូរសត្វតែគាត់ជួយទឹកផ្ទៃឆ្វោតមុខថ្លាប់មុខឡើងស្រឡះឃើញទេណាមុខឡើងស្រឡះឆ្ខឹងមកអីត្រូវអញ្ចឹងបានថាអីសង្ឃឹមមិនងាប់ទេសង្ឃឹមអញ្ចឹងទៅក៏ទុកឲ្យគាត់នៅវត្តមួយអាទិត្យនៅវត្តស្មាមានស្រះទឹកជុំវិញដល់ញោមទាវទៅបើស្រះទឹកជុំវិញហ្នឹងទុកនឹងមួយអាទិត្យងាប់កូនគេលុបទៅពុំវាយចិត្តផងអញ្ចឹងទៅក៏ឲ្យលោកតាមថែទៀតតាមទី3អង្គកុំឲ្យនាំគាត់មកនិយាយរឿងល្អនិយាយធម៌ស្ដាប់ធ្វើម៉េចជួយសង្គ្រោះជីវិតមនុស្សអញ្ចឹងទៅក៏គាត់រៀនតម្លាក់ទៅក៏ធូរទៅរស់វិញហ្នឹងបបសតវិញមកចាំចប់ប៉ុណ្ណឹងចាស់ក៏ហើយទីចំក្រោយធម្មទានក្នុងថ្ងៃនេះអាក៏រីករាយជ្រះថ្លាជាមួយនៅរៀបចំកម្មវិធីក៏ដែលល្អមែនទែនហើយជាអ្វីកាន់តែពិសេសគឺវត្តមានរបស់លោកមន្ត្រីបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតក៏ដែលជាឧត្តមភរិយារបស់សម្ដេចនាយករដ្ឋមន្ត្រីរដ្ឋកម្ពុជារបស់យើងក៏ហើយនឹងអ្នកម្ដាយចិត្តញោមពុទ្ធបរិស័ទទាំងអស់គ្នាក៏ដែលជាការបង្ហាញជាកិត្តិយសមួយធំធេងមែនទែនសម្រាប់កម្មវិធីថ្ងៃទី1របស់លោកគ្រូក៏បាទសកសានជាថ្ងៃនេះប៉ុណ្ណោះបងហើយសង្ឃឹមថាវគ្គក្រោយៗអាមិនស្នើសុំយកជំទាវទេគាត់ថាធ្វើម៉េចយើងមានកម្មវិធីអង្គុយស្ដាប់ធម៌អញ្ចឹងជុំគ្នាអញ្ចឹងសប្បាយខ្ញុំណាអង្គុយស្ដាប់ធម៌ទៅហើយមានសំណួរសាកសួរអញ្ចឹងទៅ
ទីកក់ក្ដៅមួយសម្រាប់ប្រសងក៏ដូចជាញាតិញោមពុទ្ធបរិស័ទគ្រប់គ្នាសប្បាយចិត្តសម្បីមិញថាញោមជួយមកទាំងភាពសាមញ្ញមួយមកហ្នឹងក៏មានអារម្មណ៍ថាភ្ញាក់ផ្អើលលោកគ្រូរំភើបក្នុងចិត្តដែរថាមានថ្នាក់ដឹកនាំនៃឧត្តមភរិយារបស់ថ្នាក់ដឹកនាំអញ្ជើញមកអង្គុយស្ដាប់ធម៌ហើយដាក់មានះចុះយ៉ាងឡំពីអង្គុយស្ដាប់ធម៌ដូចញោមធម្មតាដែរហើយជាការបង្ហាញដោយញោមសូវលើកឡើងមិនថាជាទីគ្រប់ស្រឡាញ់កក់ក្ដៅសម្រាប់អង្គពិធីថ្ងៃនេះបងណាសូមអនុមោទនាសាធុសា